Ốc khô phi này. À, bọn anh ở tuần ban kho của Pi. Bọn anh bán đây ta? Mấy cô đừng thu. Nè cô đừng thu cho phu. Phi khô muốn nó nâng ốc cho mấy qua thu mấy đảo mấy này. Ở tê bọn nhẹ anh Luca chung phụ mà pay Pi kho xa môi bọn nhẹ. Chăng. Ồ. Lục ca phu bán. Mà pay Pi xa môi. Lục ca phu phi xa môi. Chà. Bán cho lục ca phu. Ta là riêng cho mỗi nhóm miền chùm riêng cho sao đâm càng của môi nó lệch 183 nhóm tục chất nâng pre bần tu trong sanh già ở quân vọng tụi bây giờ na cái đó chuyện tục chất nâng ông tục chất nâng pre bần tu trong sanh già nhẹ đánh và thụ đánh bà đã hai tiếng đó bùa ta hai bông ô nâng tới ở quân vọng ta riêng cho một nhóm thứ cho mà bật lên như ở quân pre ta riêng một nhóm ខ្ញុំទុកចិត្តនឹងព្រះបន្ទូលទ្រង់បានសន្យាជឿជាថាទ្រង់មិនដែលបោះបង់ខ្ញុំចោលឡើយខ្ញុំចងចាំតាំងពីថ្ងៃទ្រង់ប្រោសខ្ញុំរួចហើយមិនយូរឡើយទ្រង់វិលមកយកខ្ញុំទៅទ្រង់សន្យាជាពាក្យពិតដ៏ផ្អែមពីរោះឲ្យខ្ញុំស្មោះសង្ឃឹមចងចាំព្រះវិញ្ញាណទុកជាត្រាដៅចំណាំមានមរតកវិសេសបំរុងទុកឲ្យខ្ញុំស៊ូចងចាំស៊ូរងចាំដល់រាបដល់ថ្ងៃប្រោសប្រានទ្រង់ជាព្រះទ្រង់សន្យាច្បាស់ជាងពន្លឺលើមេឃខ្លាំងក្រៃអត់មានអ្វីរាំងរាធ្វើឲ្យទ្រង់ភ្លេចបានទេឯផ្ទៃមេឃផែនដីនឹងត្រូវសូន្យបាត់ទៅដែរចំណែកឯពាក្យខ្ញុំពាក្យសន្យាទ្រង់ជាប់នៅទ្រង់សន្យាជាពាក្យពិតដ៏ផ្អែមពីរោះឲ្យខ្ញុំស្មោះសង្ឃឹមចងចាំព្រះវិញ្ញាណទុកជាត្រាដៅចំណាំមានមរតកវិសេសបំរុងទុកឲ្យខ្ញុំស៊ូរងចាំដល់រាបដល់ថ្ងៃប្រោសប្រានទ្រង់ជាព្រះមិនចេះផ្លាស់ប្រែដូចមនុស្សមានបាបទៀងដរាបត្បិតទ្រង់មានព្រះハរតីស្មោះត្រង់ស្រឡាញ់ពិតទោះខ្ញុំខ្វះចិត្តស្មោះដូចព្រះអង្គកែដំរងឆ្នៃចិត្តឲ្យខ្ញុំជឿសុប sorry បងទ្រង់សន្យាជាពាក្យពិតដ៏ផ្អែមពីរោះឲ្យខ្ញុំស្មោះសង្ឃឹមចងចាំព្រះវិញ្ញាណទុកជាត្រាដៅចំណាំមានមរតកវិសេសបំរុងទុកឲ្យខ្ញុំស៊ូរងចាំដល់រាបដល់ថ្ងៃប្រោសប្រានអរគុណព្រះអង្គអាមែនទោះបីយ៉ាងណាក៏ដោយយើងនៅតែចូលមកចំពោះទ្រង់ឲ្យអស់ពីចិត្តអស់ពីកំគិតអស់ពីកម្លាំងអស់ពីព្រលឹងអរគុណព្រះអង្គឲ្យប្រទាននៅមានកម្លាំងចូលបានស្រែកច្រៀងបានថ្វាយស្រីរហូតដល់ទ្រង់សេមុំដាច់ទៀតណាហើយទៀតអី
con bóng rồi thôi xây mông mà hai muôn nâng thì xây mông mình biết bàn priam tu để ở đấy nào đôi ở đấy là quả đó nên là đắt tí đó ok khơi xây mông này ta ở lớp môn kế bằng liềm priam tu bóng xong bóng an priam tu bóng môn kế ចាបងចាអរគុណបងកំពុងតែអធិដ្ឋានឲ្យបងសំលេងឲ្យចេញលើបងសំលេងអត់ចេញអរគុណព្រះអង្គដេញអតិវិញ្ញាណសំលេងមិនចេញក្នុងពនាមព្រះយេស៊ូវឲ្យបងនិយាយចេញព្រះបន្ទូលអាមែនហាឡេលូយ៉ាចាកូរិនថូសខ្សែទី2ចំពុក2ខ11វិលលឺអត់បងលឺវិលខ្លាចនេះដើមបីមិនអោយអរៈសតាំងមានឱកាសនឹងឈ្នះយើងបានឡើយត្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយអាមែនអរគុណព្រះអង្គគុណបងអាមែនអរគុណព្រះអង្គទាំងអធិដ្ឋានជាមួយខ្ញុំអរគុណព្រះអង្គសម្រុំចិត្តអធិដ្ឋានហាឡេលូយ៉ាព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅឋានដ៏ខ្ពស់បំផុតកូនអរព្រះគុណព្រះអង្គនៅពេលវេលានេះទ្រង់នៅតែប្រទានពរឲ្យកូនព្រះអង្គទីចិត្តទីឆ្ងាយណាត់ម៉ោងចូលមកជួបជុំគ្នាដើម្បីនឹងសរសើរដំណើរព្រះអង្គឲ្យសមនឹងសន្តានដ៏រុងរឿងរបស់ទ្រង់គុណដឹងថាទ្រង់ជាព្រះធម្មទាំងព្រះជាស្ដេចធម្មទាំងស្ដេចជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីនិងគ្រប់របស់ទាំងអស់ទាំងរបស់មើលឃើញនិងរបស់មើលមិនឃើញក៏គ្មានរបស់ណាមួយដែលកើតក្រៅពីទ្រង់នោះគ្មានសោះឡើយដូច្នេះហើយកូនចូលមកលន់តួសុំទោសព្រះអង្គនៅគ្រប់ទាំងអ្វីដែលកូនបានប្រព្រឹត្តមិនគួរប្រហាតីព្រះអង្គជាយ៉ាងណាដោយមិនដឹងខ្លួននោះសូមព្រះអង្គអត់ទោសសម្អាតកូនដោយព្រះលិខិតទ្រង់ឲ្យកូននៅតែសស្អាតនៅចំពោះទ្រង់ដូចជាហេមៈពេលគ្រប់វេលាសូមព្រះអង្គប្រាប់កូនផងឲ្យកូនបានដឹងថាអ្វីមួយដែលកូនបានប្រព្រឹត្តមិនគួរប្រហាតីព្រះអង្គនោះសូមព្រះអង្គកែកូនឲ្យប្រាប់កូនឲ្យកូនបានដឹងខ្លួនកូននឹងជៀសចេញការទាំងអស់នោះឈប់ប្រព្រឹត្តទៀតគុណអរគុណព្រះអង្គសូមសរសើរដំណើរព្រះអង្គសូមយាងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅកណ្ដាលកូនដឹកនាំកូនព្រះអង្គទាំងអស់គ្នាចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតនៅថ្ងៃនេះសូមសរសើរដំណើរព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនយើងខ្ញុំទាំងអស់គ្នាឲ្យមានសុខភាពល្អខាងរូបកាយហើយនឹងសុខភាពល្អខាងឯវិញ្ញាណផងដែរឲ្យយើងនៅតែមានកម្លាំងដើរនៅក្នុងផ្លូវរបស់ទ្រង់ដូចជាសត្វអន្ត្រីហោះឡើងទៅលើដោយស្លាប់រត់ក៏មិនដែលចេះហត់ដើរក៏មិនដែលចេះល្វើយទោះមានសត្រូវបៀតបៀនរាំងផ្ទះយើងដោយប្រការណាមួយក៏យើងនៅតែមមុលឈ្មោលដើរនៅចំពោះទ្រង់នៅក្នុងផ្លូវរបស់ទ្រង់សូមព្រះអង្គដឹកដៃយើងខ្ញុំដើរដល់ទិសដៅគ្រប់គ្នាសូមព្រះអង្គប្រទានឲ្យយើងមានសេចក្តីជំនឿជឿលើទ្រង់ថ្ងៃនេះលើសពីម្សិលមិញសូមព្រះអង្គបើកភ្នែកខាងវិញ្ញាណយើងខ្ញុំទាំងអស់គ្នាហើយបើកត្រចៀកចិត្តខាងវិញ្ញាណយើងខ្ញុំទាំងអស់គ្នាបានឃើញព្រះបន្ទូលនេះហើយឮព្រះបន្ទូលនេះហើយយល់ពីបំណងព្រះハរតីដែលទ្រង់ចង់មានបន្ទូលមកកាន់កូនព្រះអង្គទាំងអស់គ្នានៅពេលនេះផងដែរគុណអរគុណព្រះអង្គសូមព្រះវិញ្ញាណបរិសុទ្ធបើកភ្នែកខ្ញុំបើកវិញ្ញាណខ្ញុំហើយឲ្យខ្ញុំបើកមាត់ខ្ញុំឲ្យខ្ញុំនិយាយតែពាក្យណាដែលទ្រង់ចង់មានបន្ទូលមកកាន់កូនព្រះអង្គទាំងអស់គ្នានៅពេលនេះមិនមែនតាមចិត្តខ្ញុំម្ចាស់គឺតាមព្រះハរតីទ្រង់វិញគុណអរគុណព្រះអង្គសូមសរសើរដំណើរព្រះអង្គសូមប្រគល់ម៉ោងពេលវេលានេះថ្វាយព្រះវិញ្ញាណដឹកនាំយើងខ្ញុំចូលទៅក្នុងគ្រប់សេចក្តីពិតនៅពេលនេះហើយនឹងបងប្អូនយើងខ្ញុំទាំងអស់គ្នានេះសូមទូលថ្វាយហើយនឹងសេវារបស់យើងដែលយើងតាក់ទងគ្នាតាមរលកធាតុអាកាសសូមព្រះអង្គការពារសេវាដែលយើងតាក់ទងគ្នានេះផងដែរឲ្យបាននៅជាប់ល្អក្នុងព្រះនាមព្រះយេស៊ូវគុំសូមទូលថ្វាយគ្រប់ទាំងអស់នឹងបងប្អូនយើងនឹងការពិចារណាព្រះបន្ទូលដែលមានព្រះវិញ្ញាណដឹកនាំនេះថ្វាយដាច់ដល់ព្រះនាមដែលមានគ្រប់ព្រះចេស្តាគឺព្រះនាមព្រះយេស៊ូវគ្រីស្ទនៅស្រុកណាសារ៉េតអាមែនអរគុណព្រះអង្គអាមែនអាមែនអរគុណព្រះអង្គទោះវាមករាំងស្ទះសំឡេងខ្ញុំមិនសូវចេញក៏ខ្ញុំនៅតែស្រែកឲ្យអស់ពីចិត្តហាឡេលូយ៉ានឹងហើយព្រះបន្ទូលព្រះអង្គថាដើម្បីមិនឲ្យអារៈសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយត្បិតយើងស្គាល់អស់
ទាំងកិច្ចកលរបស់វាហើយចាកិច្ចកលរបស់វាអីគេគឺវាអត់ចង់ឲ្យយើងចូលមករួបរวมគ្នាថ្វាយបង្គំព្រះអង្គអត់ចង់ឲ្យយើងបានអឺពិចារណាព្រះបន្ទូលព្រះអង្គឲ្យយើងបានស្គាល់ផ្លូវដែលត្រូវទៅឋានសួគ៌ពីព្រោះព្រះបន្ទូលនេះហើយជាចង្គៀងបំភ្លឺជើងយើងដើរនៅក្នុងលោកីងងឹតនេះឲ្យយើងបានដើរស្គាល់ផ្លូវទៅឋានសួគ៌ព្រះអង្គប្រាប់ថាមានផ្លូវតែមួយទេអត់មានផ្លូវច្រើនទេទៅឋានសួគ៌ផ្លូវតែមួយគឺតាមព្រះយេស៊ូវព្រះអង្គថានៅគម្ពីរយូហានជំពូក14ខ6ខ្ញុំជាផ្លូវព្រះយេស៊ូវមានបន្ទូលថាដូចនេះខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំអត់មានអ្នកណាទៅដល់ព្រះវរបិតាបានទេព្រះវរបិតាយើងមិនបាច់ខំរកទេទ្រង់នៅឯឋានសួគ៌នោះយើងគ្រាន់តែធ្វើដំណើរតាមព្រះយេស៊ូវទៅដល់ឋានសួគ៌ឃើញហើយព្រះវរបិតានោះនៅទីនោះឯងក្រែងលុយយើងទៅមិនដល់នោះណាទៅមិនដល់ឋានសួគ៌នោះយើងទៅខុសផ្លូវយើងទៅអត់ដល់ទេពីព្រោះទ្រង់មានបន្ទូលប្រកាសថាផ្លូវមានតែមួយទេគឺព្រះយេស៊ូវនេះឯងក្រោមមេឃលើដីគ្មាននាមណាទៀតដែលប្រទានឲ្យយើងបានសង្គ្រោះទេនាមតែមួយគឺនាមព្រះយេស៊ូវឃើញទេអញ្ចឹងយើងចាំតែប៉ុណ្្នឹងយើងដើរតាមតែព្រះមួយនឹងបានដល់ឋានសួគ៌មិនបាច់យកខំរកព្រះវរបិតានៅក្នុងលោកីនេះទេរកមិនឃើញទេចាមានតែដល់ឋានសួគ៌បានឃើញពីព្រោះទ្រង់ថាបើមិនមកតាមខ្ញុំគ្មានអ្នកណាទៅឯព្រះវរបិតាបានទេឃើញទេអញ្ចឹងកុំឲ្យមានសតាំងណាវិញ្ញាណណាមកបញ្ឆោតឲ្យយើងរកព្រះវរបិតាបើមានព្រះវរបិតាត្រូវតែមានព្រះមេត្តាហេបញ្ឆោតគេគូបញ្ឆោតបានតែអ្នកណាដែលមិនស្គាល់ព្រះបន្ទូលព្រះអង្គតែប៉ុណ្ណោះឯងបើយើងជាអ្នកស្គាល់ព្រះបន្ទូលព្រះអង្គបញ្ឆោតយើងបានទេចាអរគុណព្រះអង្គនេះជាល្បិចកលរបស់សាតាំងអញ្ចឹងបានព្រះអង្គប្រាប់ថាបើអ្នករាល់គ្នាមើលខខមើលខខដើម្បីមិនឲ្យអរិយសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយបើវាបញ្ឆោតយើងបានវានឹងឈ្នះយើងណាអញ្ចឹងយើងដើម្បីកុំឲ្យវាឈ្នះយើងបានឡើយត្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយកិច្ចកលរបស់វាគឺចង់តែខាត់យើងមិនឲ្យយើងទៅតាមផ្លូវដែលត្រឹមត្រូវទៅដល់ឋានសួគ៌តែប៉ុណ្ណឹងប្រខាំងសពប្រខាំងគ្រប់តោះទៅទៀតទៅដល់មកពេត្រុសទី1ជំពូក5ខ8ព្រះអង្គមានបន្ទូលថាយ៉ាងម៉េចប្រាប់កូនព្រះអង្គឲ្យកូនព្រះអង្គដឹងមកពេត្រុសទី1ចាពេត្រុសទី1ចំពោះ5ខ8ចូលឲ្យដឹងខ្លួនហើយចាំយើងចោះព្រោះអរិយដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងដើរក្រវ៉ឹងក្រវ៉ែលទាំងក្រហមដូចជាសឹងដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបានចាអាមែនអរគុណមែនអរគុណ4មានមើលបង7 9ច្រឡំ8ឥឡូវ8មកចឹង7 9 8แล้วដល់ចូលចាអរគុណព្រះអង្គគិនពើអូនមួយព្រះអង្គប្រាប់យើងថាឲ្យយើងដឹងខ្លួនដើរនៅក្នុងលោកីយ៍រាល់ថ្ងៃនេះឲ្យយើងដឹងខ្លួនថាចូលឲ្យដឹងខ្លួនហើយចាំយាមចុះព្រោះអារៈដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងតែដើរក្រវ៉ែលទាំងក្រហឹមដូចជាសឹងដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបានអ្នកណាដែលវាអាចត្របាក់លេបានអ្នកដែលធ្វើបង្ងើយមិនខ្លាចសោះធ្វើបង្ងើយវាលោបចាប់តែមើលសត្វសឹងវាដើរលោបចាប់អ្នកណាដែលភ្លេចខ្លួនសត្វណាដែលកំពុងភ្លេចខ្លួនសត្វណាដែលគេធ្វើបង្ងើយមិនដឹកមិនខ្លាចមិនអីហ្នឹងណាអាហ្នឹងវានឹងចាប់បានហើយកញ្ញិចយកទៅហើយពំយកទៅហើយអញ្ចឹងព្រះអង្គឲ្យយើងកុំឲ្យធ្វើបង្ងើយឲ្យយើងដឹងខ្លួនឲ្យយើងចោះចូលចំពោះព្រះទៅហើយតស៊ូនឹងវាទៅចាយើងថាយើងមិនខ្លាចវាទេដោយសារយើងមានព្រះគង់នៅក្នុងយើងព្រះអង្គប្រាប់ថានៅយូហានទី1ចំពោះ4ខ4នោះព្រះអង្គថាកូនតូចរាល់គ្នាអើយព្រះដែលនៅក្នុងឯងនោះធំជាងអានោះនៅផែនដីមែនចាធំមែនយើងអត់ខ្លាចវាទេតែប្រយ័ត្នដែរយើងមិនមែនប្រហើនទេ
lúc đây mới bơm kha khăm si đây đại lời này này em khơi mà nè muối cái tờ lê này rú đó hay đó rừng ấy từ lúc đây kha khăm chốt đây hay khăm chốt đây nè bong bồnประมาณ chơi tao mà chui tao tiên đây nè tiên tao đây chungผมvô bích vô phần nuông ấy chắc này kha đang tớiวิพยาวิสปรายวิหาหมดอ๋อเนี่ยtiên là hô to sần đỏ tao say lòng của váy nè tao say đây bắt đây nó tao bắt tao đôi đôi trong tao say nó đặt nó đo ná đấy khơi tao say lòng của váy này tranh pin năng tử nhé lúc và hơn ọt khai ăn tao biết là không trung chà tới tao lúc đây mới tham cập chóp riềm đầy mũi tiên máu là bột đó riềm đầy mũi bạt lên nữa bạn ấy bắt chư này nè cho mình làm bây giờ bạn phải bảo đâm khuôn từ bị bro bị đào cờ bài tăng cờ hầm dương mình khai dương men tai bơi dương và hai mơ bị bro bong bột khai rồi vậy rồi họ khai đi đại tập bắt nhiệt ngọt bạt tại sao bong bột lượng này lượng trường mà bưng ơi mà rồi rô mày ngọt rồi rô này xuống xuống bong đại tập cơ rúc pin mục pin ngọt pin này đang là mày đấy dương bàn bong ăn áo dương nó xia mày dương ọt khai men dương miếng nát men tay dương trâu ta đánh vía tư đánh rồi bớ dương mình đánh nó bơ mà tung pin năng lại chân mình hạ cùng áo ấy và hay tỏ ta tiết ní ông ra vào dương đằng quân thía episode chung bút 4 kho xà mùi ចាខ្ញុំសូមអាននៅក្នុងព្រះគម្ពីរអេភេសូរចំពុក 4 ខ 31 ចូលខំដកគ្រប់ទាំងសេចក្តីជូរល្វីងក្តៅក្រហាយកំហឹងលោឡាជេរប្រមាថនិងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅអាមែនអរគុណព្រះអង្គ ចាល្អមែនធៀខហ្នឹងត្រូវហ៎អូនជួយអូនឯងខ្លះដែរ ត្រូវអាមែនអរគុណព្រះអង្គ សុព្រះប្រទានពរនេះក៏ជាល្បិចកលរបស់សាតាំងដែរណាអញ្ចឹងព្រះអង្គចង់ប្រាប់ឲ្យយើងដឹងការងារទាំងអស់នេះគឺជាល្បិចកលសាតាំងទេបើយើងបដោយការនេះនៅក្នុងយើងនឹងចាញ់ល្បិចកលសាតាំងហើយដល់យើងចាញ់ល្បិចកលសាតាំងគឺបានដៃវាហើយដូចខ្ញុំថាមិនអញ្ចឹងយើងមិនខ្លាចវាទេតែទៅលូកដៃវាខំទាញបានរៀមមួយទៅលេងទៅវាស៊ីលេងរៀមមួយទៅហើយតាណាយើងមិនឈឺឈឺទាំងមូលខ្លួនណាដាច់រៀមដៃមួយឈឺទាំងមូលខ្លួនហើយចាអញ្ចឹងបានជាព្រះអង្គឲ្យយើងចូលខំដកគ្រប់ទាំងសេចក្តីជូរល្វីងក្តៅកាហាយកំហឹងឡូឡាជេរប្រមាថនិងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅនេះហើយជាល្បិចកលសាតាំងទេដែលវាចង់ឲ្យកូនព្រះអង្គប្រព្រឹត្តការនឹងទៅដល់កន្លែងណានៅក្នុងកាពីកាឡាទីចំពុក 5 ពីខ 19 ទៅដល់ 21 បងថាបើអ្នកណាប្រព្រឹត្តការទាំងអស់ហ្នឹងណាអត់បានក្រុងនគរព្រះទុកជាមរតកទេតែអត់បានក្រុងនគរព្រះទុកជាមរតកក្រុងនគរសាតាំងហើយនគរសាតាំងនៅណាក្នុងបឹងភ្លើងក្នុងឋាននរកមុខមាត់ជឿព្រះមែនតែអត់ខំដកអាការទាំងអស់ហ្នឹងចេញច្បាស់ជាបានក្រុងនគរសាតាំងជាមរតកហើយកុំអ៊ូតខ្លួនថាទៅខ្លួនជឿព្រះយេស៊ូវបានទៅឋានសួគ៌ជឿព្រះយេស៊ូវបានទៅឋានសួគ៌តែអត់មានខំដកគ្រប់ទាំងការជូរល្វីងក្តៅកាហាយកំហឹងឡូឡាជេរប្រមាថនិងពាក្យអពមង្គលនិងពាក្យអាក្រក់ចេញពីមាត់ពួកអ្នករាល់គ្នាទេអត់បានចេញរួចទេចាញ់ល្បិចកលសាតាំងហើយនឹងជាល្បិចកលសាតាំងឲ្យយើងដឹងយើងនឹងរត់ចេញពីការទាំងអស់នោះអរគុណព្រះអង្គយើងមិនបាច់ទៅមើលអ្នកណាទេពិចារណាខ្លួនយើងម្នាក់ទាំងអស់គ្នាទាំងខ្ញុំនេះពិចារណាមើលតើខ្ញុំនៅមានកំហឹងនៅមានជូរល្វីងនៅមានក្តៅកាហាយនៅមានឡូឡានៅមានជេរប្រមាថគេទេនៅមានគ្រប់ទាំងសេចក្តីអាក្រក់ទាំងអស់ណាហ្នឹងដែលមាននៅក្នុងយើងយើងពិចារណាដល់ខ្លួនយើងណាយកមកប្រៀបធៀបទៅបើយើងនៅមានការទាំងអស់ហ្នឹងយើងអាចបានក្រុងនគរព្រះទុកជាមរតកទេអរគុណព្រះអង្គចឹងទៅបង្វានទៅដល់កាពីអេពីសូតដែរចំពុក 5 ខ 6 ខ 7 ចាខ្ញុំអានចាពីអេពីសូតចំពុក 5 ខចាខ 6 ដល់ខ 7 អាមែន
chẳng hay nào ចាបង bắt nè rồi kia đằng tha ប miên ង mà ប lúc ង còn phát អេពីសូតចំពុក chẳng hay ôn nè 5អេពីសូតចំពុក5ខ6បងណោះ co trọng mùi này បង nhầm បងឯង nhầm យក pram trâu ai nhầm បងឯងយកខ cầm 5ចា oi nè cầm oi nè na bánh chao nè rồi kia đôi phía sầm đây ắt rồi vào lai thắc bắt từ đôi prua sạch cái đây tiền đi ban នោះ chia sạch cái đây crowd rồi bằng phê ban mơ lư một nu phụ đừng trò chê đôi chân này cầm áo miên chầm này chìa muôi nâng kề lai អាមែនអាមែនបានណាបងសម្លាញ់ណោះបានណាបងណោះ chăng à ចាអរគុណបង con បងទៀនពរចា con ô ai nào con anh ô ស្អកតែកុំឲ្យចាញ់វា con កុំឲ្យចាញ់វាបងវាស្អកប៉ុណ្ណឹងយើងនៅតែបម្រើព្រះអង្គបានទេអត់អីទេចាបងប្អូនទ្រាំទ្រស្ដាប់សំឡេងស្អកខ្ញុំតិចទៅណាស្អែកលឺវិញណាអរគុណព្រះអង្គនេះជាព្រះបន្ទូលបានប្រាប់មិញព្រះអង្គប្រាប់ឲ្យយើងខំដកសេចក្តីកំហឹងជូរវិញក្តៅកាហាយពាក្យជេរបំបាទចេញពីយើងទាំងអស់គ្នាទៅពីព្រោះការទាំងអស់នោះគឺជាសេចក្តីគឺជាល្បិចកលរបស់សាតាំងហើយឲ្យយើងបានស្គាល់ពីល្បិចកលសាតាំងយើងកុំធ្វើការទាំងអស់នោះទៀតហើយដល់ពេលខនេះបងថាកុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយណាវាបញ្ឆោតអីគេបញ្ឆោតឲ្យយើងឆ្លោះគ្នាជេរគ្នាលេងយ៉ាងដែរអានេះក៏ជាពាក្យបញ្ឆោតរបស់សាតាំងដែរញុះញង់មកញុះយើងចាក់រុកចេះចុះហ្នឹងអាហ្នឹងចឹងបានបងប្រាប់កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយអរគុណព្រះអង្គត្បិតគឺដោយព្រោះសេចក្តីទាំងនោះបានជាសេចក្តីក្រោធរបស់ព្រះបានមកលើមនុស្សរឹងចចែហេតុអីបានជាព្រះអង្គថាអ្នកនោះជាអ្នករឹងចចែមកពីព្រះអង្គប្រាប់ថាឲ្យខំដកសេចក្តីជួលវិញក្តៅកាហាយនឹងចេញទៅអត់ព្រមដកទេនៅរឹងចចែនៅតែប្រព្រឹត្តអាការនោះអាហ្នឹងឯងគេថារឹងចាអាហ្នឹងគេថារឹងចចែព្រះអង្គឲ្យដកការទាំងអស់នោះទៅការនឹងអត់ល្អទេការនោះគឺជាការដែលអរៈវាបោកប្រឆោតឲ្យយើងប្រព្រឹត្តទៅដើម្បីនឹងចូលទៅក្នុងផ្លូវជាមួយវានឹងត្រួតត្រាយើងឯងនេះហើយដែលជាព្រះអង្គប្រាប់ថាកុំឲ្យមានអ្នកណាប្រឆោតយើងឡើយជួនកាលគេប្រឆោតញុះញង់ក្រុមគ្រួសារយើងហ្នឹងញោះក៏ឲ្យឃើញយើងបែកគ្នាអីចឹងទិញទួចហ្នឹងញោះអូអ្នកឯងអត់ទុកចិត្តប្តីអ្នកឯងទេប្តីអ្នកឯងទៅច្បាស់ជាមានប្រពន្ធទៀតអ្នកខ្លះឯងអត់ទុកចិត្តប្រពន្ធអ្នកឯងទេប្រពន្ធអ្នកឯងទៅឆ្ងាយចឹងជិះគេមានប្រុសមានអីទៀតហ្នឹងអាការញុះញង់ដល់ទៅពេលយើងជាអ្នកដែលដឹងពីសេចក្តីឆោបោករបស់សាតាំងឆ្លើយទៅវិញខ្ញុំស្គាល់ហើយបេះដូងប្តីខ្ញុំស្គាល់ហើយបេះដូងប្រពន្ធខ្ញុំចប់វាញុះញង់ឲ្យបានទៀតហើយយើងឆ្លោះគ្នាអត់ទេអត់ឆ្លោះគ្នាទេចឹងបានជាព្រះបន្ទូលព្រះអង្គនេះថាកុំឲ្យអ្នកណាអ្នករាល់កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយឲ្យយើងចេះស្ដាប់ផងពាក្យសម្ដីនឹងពាក្យសម្ដីជាគេបញ្ឆោតយើងឲ្យឆ្លោះគ្នាទៀតដឹងពាក្យសម្ដីនឹងពាក្យសម្ដីតែគេញុះញង់ឲ្យយើងនឹងបានមានការក្តៅក្រហាយនៅក្នុងទ្រូងទេដឹងហ្នឹងហើយអញ្ចឹងនេះជាព្រះបន្ទូលបានប្រាប់ឥតប្រយោជន៍ឡើយត្បិតគឺដោយព្រោះសេចក្តីទាំងនោះបានជាសេចក្តីក្រោធរបស់ព្រះបានមកលើមនុស្សរឹងចចែបើយើងចាញ់បោកប្រឆោតគេយើងនឹងប្រព្រឹត្តអាការអំបញ្ញមិញខខាងមុខមិញដល់ព្រះអង្គឲ្យដកចេញសេចក្តីកំហឹងលោឡាក្តៅកាហាយហ្នឹងហើយយើងនៅតែប្រព្រឹត្តអត់ព្រមដកចេញយើងជាមនុស្សឈ្មោះថាក្រឹងចចែហើយខ7ដូច្នេះកុំឲ្យមានចំណែកជាមួយនឹងគេឡើយណាកុំឲ្យមានចំណែកជាមួយនឹងពួកអ្នកដែលគេកំពុងមកប្រឆោតយើងនេះពីព្រោះពួកអ្នកដែលមកឆោតយើងធ្វើការទាំងអស់នេះគេនៅក្នុងសេចក្តីងងឹតនៅឡើយទេអរគុណព្រះអង្គចុះទៅទៀតទៅដល់បង្គាមអេពីសូតចំពោះ6ខ11ខ12សូទំពោះ6ខ11ដល់12
ចូលពាក់គ្រឿងចូលពាក់គ្រប់គ្រឿងស័ក្តិរបស់គ្រឿងចូលចូលពាក់គ្រប់គ្រឿងស័ក្តិរបស់ព្រះដើម្បីអាចនឹងឈរងំមួនទាស់នឹងអបាយកលទាំងបាមានរបស់អរិយបិទយើងរាល់គ្នាមិនមែនតយុទ្ធនឹងគ្នាដឹងនឹងសាច់ឈាមទេនឹងសាច់ឈាមទេគឺនឹងពួកគ្រប់គ្រងពួកមានអំណាចនិងពួកម្ចាស់នៃសេចក្តីងងឹតទៅនៅលោកីទីវិញហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅឋានដ៏ខ្ពស់ដែរ អាមែនអរគុណបងសូមព្រះប្រទានពរបងគឹមចាអង្គគង់ជាមួយបងហើយនេះអាវិញ្ញាណហ្នឹងវាមកញាស់យើងហ្នឹងជាល្បិចកលឲ្យយើងបានស្គាល់ពីល្បិចកលរបស់សាតាំងដើម្បីឲ្យយើងស្គាល់ពីល្បិចកលរបស់វាហើយយើងត្រូវតែពាក់គ្រឿងសឹករបស់ព្រះអង្គមានបន្ទូលនៅអេពីសូតចំពោះ5ខ11នេះថាចូលពាក់គ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអាចនឹងឈរមួមួនទាស់នឹងឧបាយកលទាំងអំបើមានរបស់អារ៉ាបើយើងអត់ពាក់គ្រឿងសឹករបស់ព្រះទេនោះយើងនឹងចាញ់ឧបាយកលរបស់សាតាំងហើយគ្រឿងសឹករបស់យើងដូចខ្ញុំមានបន្ទូលដូចខ្ញុំមានបន្ទូលដូចខ្ញុំមាននិយាយមិនអញ្ចឹងណាអាការដែលយើងជឿជាក់លើព្រះមួយហ្នឹងក៏ជាសេចក្តីជំនឿរបស់យើងក៏ជាគ្រឿងសឹករបស់យើងដែរណាមែនទេសេចក្តីជំនឿគ្រឿងសឹករបស់ព្រះខ្ញុំអានទៅខាងក្រៅតែបើខ្ញុំចង់និយាយកាត់វិញគ្រឿងសឹករបស់ព្រះគឺសេចក្តីស្រឡាញ់នេះបើគេញុះញង់អីមកយើងទាំងបើបានយើងត្រូវតែបញ្ចេញផលផ្លែគឺព្រះវិញ្ញាណផលផ្លែនៃព្រះវិញ្ញាណគឺសេចក្តីស្រឡាញ់អានេះក៏ជាគ្រឿងសឹករបស់យើងមួយការពារនៅពេលដែលអារៈវាញុះញង់ដែរណាញុះញង់ថាអូប្តីអ្នកឯងទៅអត់ដឹងឯងប្តីអ្នកឯងទៅមានស្រីមានអីចឹងយើងត្រូវជឿថាយើងចេញសេចក្តីស្រឡាញ់មកយើងនៅតែស្រឡាញ់ទៅចាដល់ពេលហើយនៅតែអំណរអនៅតែមេត្រីភាពជាមួយគាត់នៅតែមានការអត់ធ្មត់អាហ្នឹងជាគ្រឿងសឹកមួយដែរណាគ្រឿងសឹកដែលយើងសម្រាប់នឹងការពារដៃគូយើងអត់មែនព្រះអង្គប្រាប់មកខខាងក្រោមទេបិទអ្នករាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេណាបើយើងអត់មានផលផ្លែទាំងអស់នឹងបញ្ចេញមកទេយើងច្បាស់ជាតយុទ្ធនឹងសាច់ឈាមហើយវាយប្តីយើងធាក់ប្តីយើងមកប្តីមកឃើញអត់ទុកចិត្តប្រពន្ធវាយប្រពន្ធធាក់ប្រពន្ធឃើញទេអត់មានសេចក្តីស្រឡាញ់អត់មានសេចក្តីអត់ធ្មត់អត់មានសេចក្តីស្អីហ្នឹងចូលមកតែបើយើងមានគ្រប់ទាំងផលផ្លែនៃព្រះវិញ្ញាណវាអត់អាចនឹងធ្វើអីយើងកើតទេកន្លែងហ្នឹងដែលព្រះអង្គថាឲ្យយើងដឹងពីឧបាយកលរបស់សាតាំងត្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេយើងតយុទ្ធនឹងអាវិញ្ញាណនឹងគឺពួកគ្រប់គ្រងពួកមានអំណាចនិងពួកម្ចាស់នៃសេចក្តីងងឹតដែលនៅលោកីនេះវិញហើយទាស់នឹងអំណាចអាក្រក់ខាងឯវិញ្ញាណនៅឋានដ៏ខ្ពស់ដែរណាបើយើងតយុទ្ធជាមួយពួកវាហ្នឹងតើតែយើងបញ្ចេញផលផ្លែបើយើងអត់មានផលផ្លែបញ្ចេញយើងអត់អាចនឹងតយុទ្ធការទាំងអស់នឹងបានទេយើងរាល់ថ្ងៃយើងមិនរស់នៅជាមួយនឹងមនុស្សដូចគ្នាមែនទេហើយព្រះអង្គបាត់ឲ្យយើងតយុទ្ធនឹងមនុស្សឲ្យមនុស្សឯងឲ្យតយុទ្ធនឹងអវិញ្ញាណនោះវិញដើម្បីតយុទ្ធនឹងអវិញ្ញាណនោះតើយើងបញ្ចេញផលផ្លែនៃព្រះវិញ្ញាណបានយើងតយុទ្ធឈ្នះយ៉ាងមិនមកគឺយើងនៅតែស្រឡាញ់ពីព្រោះព្រះអង្គថាព្រះអង្គយាងមកផែនដីនេះព្រះអង្គស្រឡាញ់យើងព្រះអង្គមក
làm bay nâng số cốt nung bự bạp dừng hay đọc bịp ông dương mà đọc hành đây ní cái chế bỏ ông ọt chế tàu cái vinh thế khăn nạ cái thôi tụi nó cam đó trúng còn trúng ọt cầm hồ cầm hành đó cái đài chắc bỏ ông phải tranh ấy cái phải tranh sẽ cái đây sẽ lánh phải tranh Paul Play để bèo nhiên đây bèo nhiên đặc nôm trúng đau đượcក្នុងលោកកៃនេះអញ្ចឹងយើងក៏ចឹងដែរយើងនៅក្នុងលោកកៃនេះយើងមានព្រះវិញ្ញាណគង់នៅជាមួយយើងក៏បញ្ចេញផលផ្លែនៃព្រះវិញ្ញាណដែរបានឈ្នះបន្តយុទ្ធនឹងអាវិញ្ញាណនៃសេចក្តីងឹតទាំងបានវាអត់មែនមិនអរគុណបងគាត់ចូលមកគាត់ចង់ចូលអីបាត់អីចឹងអរគុណបងហ្នឹងហើយពីព្រោះយើងបើអត់មានផលផ្លែខាងឯព្រះវិញ្ញាណនឹងទេយើងអត់អាចតស៊ូនឹងវិញ្ញាណនៃសេចក្តីងឹតបានវាញាស់យើងបានណាអញ្ចឹងព្រោះមិនព្រះអង្គប្រាប់នៅខខាងមុខមិនថាឲ្យយើងខំដកសេចក្តីក្តៅក្រហាយជូរវិញពាក្យប្រមាថពាក្យជេរពាក្យអីហ្នឹងចេញពីយើងទាំងអស់គ្នាហ្នឹងអញ្ចឹងបើសិនណាជាយើងអត់បញ្ចេញផលផ្លែព្រះវិញ្ញាណយើងច្បាស់ជាបញ្ចេញអីគេបញ្ចេញផលផ្លែនៃសាច់ឈាមជេរប្រមាថខឹងក្តៅក្រហាយបោកចានបោកឆ្នាំងហ្នឹងហើយអាការទាំងអស់ហ្នឹងជាល្បិចកលសាតាំងវាញាស់យើងឲ្យយើងបានធ្វើការទាំងអស់ហ្នឹងហើយនឹងយើងចាញ់វាហើយដើម្បីឈ្នះវាតើទៅបញ្ចេញផលផ្លែនៃព្រះវិញ្ញាណបានយើងឈ្នះវាបានអរគុណព្រះអង្គអញ្ចឹងតោះទៅទៀតទៅដល់នាងរស់កូរិនថូសទី2ចំពុក2ខ3ចំពុក11ច្រឡំខ្ញុំដាក់គូ2ខ្ញុំស្មានតលេខ2កូរិនថូសទី2ចំពុក11ខ3ដល់ខ4ម៉ែអរគុណព្រះអង្គខ្ញុំអាននៅព្រះគម្ពីរកូរិនថូសខ្សែទី2ពីពុក11ខ3ដល់4ខ3តែអត់មានសេវាសោះពីសំនេះតែខ្ញុំខ្លាចក្រែងគំនិតអ្នករកគ្នាត្រូវបង្ខំចេញពីសេចក្តីទីងត្រង់ខាងឯព្រះគ្រីស្ទដូចជាសាក់ពុកធ្នូដែរហើយគាត់អនុបានព្រោះបើសិនជាអ្នកអរគុណសេវាគាត់ខ្សោយដែលយើងខ្ញុំមិនបានប្រកាសប្រាប់ឬបើអ្នករកគ្នាទៅវិញ្ញាណណាផ្សេងទៀតដឹងទេมันបានទទួលពីដើមឬដំណឹងណាផ្សេងទៀតដែលទទួលពីមុននោះអ្នករកគ្នានឹងទ្រាំទ្រវងយ៉ាងខានអាម៉ែសូមមែនអរគុណអូនហ្នឹងអូនអីអូនព្រះអង្គទៀតបើអូនសូមឲ្យសេវាបានមានគ្រប់គ្រាន់ថ្វាយស្រីល្អដល់ទ្រង់នៅកូរិនថូសទី2ចំពុក11ខ3ដល់ខ4ព្រះអង្គមានបន្ទូលប្រាប់គុណព្រះអង្គថាតែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នាត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទចាព្រះអង្គបានប្រាប់យើងឲ្យធ្វើយ៉ាងណាទាំងណាហ្នឹងយើងស្ដាប់តាមព្រះអង្គទៅកុំបែរងាកចេញណាឥឡូវតោះទៅទៀតបន្តទៅទៀតដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ាដោយឧបាយកលយ៉ាងនោះដែរចាសត្វពស់វាមកបញ្ឆោតនាងអេវ៉ាថាអីគេព្រះអង្គហាមថាកុំឲ្យស៊ីផ្លែឈើពីដើមនៅកណ្ដាលសួនច្បារហ្នឹងដែលព្រះអង្គប្រាប់តែអេវ៉ាទៅជឿសត្វពស់ណោះពស់ថាអត់អីទេព្រះអង្គប្រាប់ថាកុំញ៉ាំតែញ៉ាំទៅវានឹងស្លាប់អត់ជឿព្រះទេទៅជឿពស់ថាអត់អីទេញ៉ាំទៅអត់ឆ្លាប់ទេអញ្ចឹងព្រះបន្ទូលនេះព្រះអង្គប្រាប់ថាចូលឲ្យខំដកសេចក្តីខឹងក្តៅកាហាយមួម៉ៅពាក្យជេរប្រមាថចេញទៅអាពាក្យអស់ហ្នឹងវាធ្វើឲ្យយើងស្លាប់ពាក្យអស់ហ្នឹងគឺធ្វើឲ្យយើងនៅចាញ់សាតាំងទេពាក្យអស់ហ្នឹងធ្វើឲ្យយើងនៅក្រោមអំណាចសាតាំងទេកុំប្រើវាទៀតកុំអីអត់អង្គឲ្យខំដកចេញទៅមែនទេចាអញ្ចឹងមកព្រះបន្ទូលនេះ
តែខ្ញុំខ្លាចក្រែងគំនិតអ្នករកគ្នាត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទបើព្រះគ្រីស្ទប្រាប់ថាយ៉ាងម៉េចយើងធ្វើតាមព្រះគ្រីស្ទទៅបើព្រះអង្គប្រាប់ថាយើងដកចេញអាការកំហឹងលោឡាក្តៅក្រហាយហ្នឹងដកចេញទៅពីព្រោះព្រះអង្គថាការទាំងអស់នេះគឺជាផលផ្លែនៃសាច់ឈាមទេហើយផលផ្លែខាងសាច់ឈាមនេះគឺអត់បានក្រុងនគរព្រះជាមរតកទេគឺក្រុងនគរសាតាំងជាមរតកហើយក្រុងនគរសាតាំងគឺឋានរស់នោះឯងតោះលើទៅទៀតអញ្ចឹងយើងកុំឲ្យចាញ់បោកឧបាយកលរបស់សាតាំងដូចជានាងអេវ៉ាចាញ់បញ្ឆោតពោះវាមកបញ្ឆោតយើងគាត់ស្ដាប់ព្រះបន្ទូលព្រះអង្គហើយធ្វើតាមព្រះបន្ទូលព្រះអង្គទៅដល់ខ4ពីព្រោះបើសិនជាមានអ្នកណាមកប្រកាសប្រាប់ពីព្រះយេស៊ូវមួយទៀតនោះត្រូវចាំក្នុងគម្ពីរមានព្រះយេស៊ូវតែមួយទេបើមានអ្នកណាគេមកប្រកាសប្រាប់ថាមានព្រះយេស៊ូវមួយទៀតដូចជាអានសាន់ហុងគេថាគេព្រះយេស៊ូវដែរនឹងមិនព្រះយេស៊ូវមួយទៀតចាឃើញទេដែលខ្ញុំមិនបានប្រកាសប្រាប់ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាមួយទៀតដែលមិនបានទទួលពីដើមឬដំណឹងណាផ្សេងទៀតដែលមិនទទួលកាលពីមុននោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខានចាបើយើងទទួលព្រះអង្គប្រាប់មានបន្ទូលថាក្រោមមេឃលើដីមាននាមតែមួយដែលឲ្យយើងសង្គ្រោះបាននៅកិច្ចការចំពោះ4ខ12យើងទទួលតាមព្រះបន្ទូលនេះទៅព្រោះព្រះបន្ទូលប្រាប់ថាមានផ្លូវតែមួយគឺព្រះយេស៊ូវអ្នកប្រកាសថាទ្រង់ជាផ្លូវជាសេចក្តីពិតជាជីវិតបើមិនមកតាមព្រះយេស៊ូវអត់មានអ្នកណាទៅឲ្យព្រះបិតាបានទេយើងរាល់ថ្ងៃកំពុងតែធ្វើដំណើរជាមួយព្រះយេស៊ូវគ្រីស្ទទៅព្រះបិតាហើយព្រះអង្គនឹងយាងត្រឡប់មកវិញទទួលអស់អ្នកដែលកំពុងតែទៅជឿព្រះអង្គហើយរកចាំព្រះអង្គហើយគេប្រកាសថាព្រះយេស៊ូវមកវិញហើយហើយមកធ្វើអីបើមកវិញហើយមកអត់មកទទួលយើងយកទៅផងមកធ្វើអីនៅលើផែនដីហ្នឹងព្រះអង្គមកលើផែនដីនេះតែម្ដងទី1គឺមកដើម្បីកើតជាមនុស្សសុគតជំនួសអំពើបាបពីព្រោះឈ្នួលនៃអំពើបាបទាមទារសេចក្តីស្លាប់ហើយដល់ព្រះអង្គមកកើតជាមនុស្សស្លាប់ហើយ3ថ្ងៃទ្រង់រស់ឡើងវិញទ្រង់នៅផែនដីនេះ40ថ្ងៃព្រះបន្ទូលប្រាប់ហើយព្រះអង្គនឹងយាងទៅឋានសួគ៌ដើម្បីនឹងរៀបកន្លែងឲ្យយើងរៀបបានចប់សពគ្រប់ហើយព្រះអង្គយាងមកវិញអ្នកដែលស្លាប់នៅក្នុងព្រះគ្រីស្ទអត់មែនទៅឋានសួគ៌ទេអត់មែនទៅឋានសួគ៌ដោយខ្លួនឯងបានទេគឺនៅក្នុងភ្នូសិនអ្នកណាស្លាប់នៅក្នុងភ្នូរងចាំអ្នកណាដែលមិនទាន់ស្លាប់គឺរស់ហើយនៅក្នុងលោកីនេះដល់ពេលព្រះយេស៊ូវយាងត្រឡប់មកលើកទី2មកយកយើងទាំងអស់គ្នាដែលជឿព្រះអង្គហើយរងចាំព្រះអង្គនេះដែលមានព្រះវិញ្ញាណជាត្រាដៅចំណាំនេះនឹងលើកឡើងទៅនៅជាមួយព្រះអង្គទៅនៅកន្លែងដែលព្រះអង្គរៀបចំហើយចាអញ្ចឹងកន្លែងនេះបើព្រះអង្គប្រាប់ថាកុំឲ្យអ្នកណាមកបញ្ឆោតអ្នករាល់គ្នាថាមានព្រះយេស៊ូវមួយទៀតនោះអត់មានទេហើយបើយើងជឿតាមគេយើងនឹងខុសបំណងយើងជឿតាមគេយើងនឹងទៅខុសកន្លែងព្រះយេស៊ូវអ្នកនាំយើងទៅឋានសួគ៌ចាអរគុណព្រះអង្គចឹងឲ្យយើងនៅទ្រាំទ្រជាមួយតែព្រះវិញ្ញាណគង់នៅក្នុងយើងហើយគេចេះណាគេចេះប្រឆោតណាគេថាព្រះវិញ្ញាណយាងមកកើតជាមនុស្សឈ្មោះអានសាន់ហុងណាហើយកើតជាមនុស្សឈ្មោះអានសាន់ហុងខ្ញុំសួរកើតមកធ្វើអីជាមនុស្សនឹងដើម្បីធ្វើអីជួយនាំឲ្យគេបានស្គាល់ព្រះបន្ទូលហើយចូលបញ្ជួយនាំឲ្យគេស្គាល់ព្រះបន្ទូលហើយព្រមនៅតតែមនុស្សពិភពលោកនឹងអស់ពីផែនដីចាំខ្លួនឯងស្លាប់ទៅឥឡូវមានណាតែមិនយូរ70ស្លាប់ទៅចោលគេអស់លីងចឹងអ្នកក្រោយវិញខ្ទេចខ្ទីអស់ទៀតណាអីក៏មកកើតម្ដងទៀតដើម្បីមកនាំគេទៅទៀតឃើញទេសេចក្តីឈោបោករបស់គេនេះវាពិចារណាទៅវាងាយស្រួលចាអរគុណព្រះអង្គវាងាយស្រួលនឹងយើងយល់ណាដឹងថាគេបោកនៅលើគោកហ្មងអូខេចឹងតោះទៅទៀតទៅដល់ប៉ាទៅដល់នាងរស់ទៅដែរតែខអីគេខ2វិញឡប់ទៅខ2
ôi nhung trong hỏi lưu sầm lên nó nè nó copy với mẹ con chẳng là copy vậy ôn thao tí phí cho buộc động muối copy bắt lấy con này bắt lấy nghĩ nhung an các bạn đấy nhá copy với bao miền tu tháពីព្រោះខ្ញុំប្រច័ណ្ឌចំពោះអ្នករាល់គ្នាដោយសេចក្តីប្រច័ណ្ឌនៃព្រះត្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុកឲ្យមានប្តីតែមួយទុកដូចជាកូនក្រមុំបរិសុទ្ធគឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះអត់មែនទៅថ្វាយទៅអ្នកណាទៀតទេណាស្ដាប់ខកពីនេះឲ្យចាក់មកច្បាស់ព្រះអង្គជាព្រះប្រច័ណ្ឌព្រះអង្គរៀបចំយើងព្រះអង្គហៅយើងមកដៅទៅព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើងនាំយើងដើរមានព្រះបន្ទូលព្រះអង្គជាចង្គៀងដើរនៅក្នុងលោកីយ៍រាល់ថ្ងៃនេះដើម្បីកុំឲ្យយើងពង្វេងចេញពីផ្លូវព្រះយេស៊ូវពីព្រោះព្រះយេស៊ូវជាផ្លូវជាសេចក្តីពិតជាជីវិតហើយសម្អាតយើងឲ្យយើងបានបំរុងទុកឲ្យមានប្តីតែមួយគឺព្រះយេស៊ូវគ្រីស្ទជាប្តីតែមួយប៉ុណ្ណោះអត់មានអន្តរហងអត់មានស្អីជួយទៀតគេហៅណាគេចេះតែដាក់ហើយគេថាឈ្មោះគេនឹងជាយេស៊ូវដែរពីព្រោះព្រះបន្ទូលបានប្រាប់ហើយនៅគម្ពីរម៉ាថាយជំពូក24នោះថានៅគ្រាចុងក្រោយមានគេយកឈ្មោះខ្ញុំថាជាខ្ញុំអ្នកផ្សេងគេយកឈ្មោះព្រះយេស៊ូវថាគេជាព្រះយេស៊ូវនេះជាព្រះបន្ទូលបានប្រាប់ជាមុនហើយស្រេចហើយអញ្ចឹងខនេះបងថាពីព្រោះខ្ញុំប្រច័ណ្ឌចំពោះអ្នករាល់គ្នាដោយសេចក្តីប្រច័ណ្ឌនៃព្រះត្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុកឲ្យមានប្តីតែមួយទុកដូចជាក្រមុំបរិសុទ្ធគឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះក្រមុំបរិសុទ្ធដឹងទេថ្ងៃដែលព្រះអង្គប្រោសយើងឲ្យរួចពីអំពើបាបយើងអត់មានងាកឆ្វេងងាកស្ដាំទៅណាទេយើងដើរនៅក្នុងព្រះគ្រីស្ទរហូតនឹងឲ្យដែលហៅថាក្រមុំបរិសុទ្ធមិនមែនយើងងាកទៅជេរប្រមាថពាក្យអពមង្គលពាក្យនោះពាក្យទាំងអស់នោះព្រះអង្គថាប្រៀបដូចជាការថ្វាយបង្គំរូបព្រះអញ្ចឹងអានឹងមិនមែនជាស្រីបរិសុទ្ធទេអានឹងជាស្រីកំផិតហើយមិនថាឲ្យដល់ថាចុះខ្ញុំជាប្រុសជឿព្រះយេស៊ូវដែរមិនយកព្រះយេស៊ូវធ្វើជាប្តីមិនព្រះអង្គបានប្រាប់ហើយនៅខមួយនោះព្រះអង្គប្រាប់ថាយើងទាំងអស់គ្នាស្រីក៏ដោយប្រុសក៏ដោយដល់ឋានសួគ៌គឺអត់មានស្រីមានប្រុសទេអត់មានស្រីមានប្រុសទេគឺដូចគ្នាទាំងអស់អត់មានស្រីមានប្រុសទេហើយព្រះគ្រីស្ទជាប្តីរបស់យើងនេះនៅក្នុងនេះណាខនេះព្រះអង្គប្រាប់ថាយើងទាំងអស់គ្នាបំរុងទុកឲ្យប្តីតែមួយគឺជាព្រះគ្រីស្ទអរគុណព្រះអង្គខនេះមួយយើងគួរភ្ញាក់ខ្លួនណាកុំព្រះយេស៊ូវអត់ទាន់យាងមកទេព្រះយេស៊ូវយាងមកវិញគឺនឹងទទួលយើងទៅនៅកន្លែងដែលទ្រង់រៀបចំឲ្យនោះឯងហើយពេលព្រះគ្រីស្ទយាងមកអ្នកដែលនៅក្នុងភ្នោបើកភ្នោទៅមុនគេហើយអ្នកយើងដូចអត់ទាន់បានស្លាប់ចឹងព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយយើងលើកយើងឡើងទៅជួបគ្នានៅលើពពកក៏អត់មែនជួបគ្នានៅនេះទេហើយមកខ្ញុំជីកប៉ាល់ហោះខ្ញុំឃើញពពកអូល្អបើដើមនឹងល្អសុបាយប៉ុណ្ណាឃើញពពកនៅពីក្រោមកប៉ាល់ហោះណាចាហ្នឹងហើយមើលទៅគួរឲ្យសុបាយហ្មងតែយើងដើរនៅលើពពកណាអញ្ចឹងតោះទៅទៀតទៅដល់បងញ៉ែនៅហ៎លូកាជំពូក22ខ31លោកកាចំពុក22ខ31
មេឃធ្វើទុកសេវាធ្វើទុកហើយបងឯង cái khâu sờ mối ហើយនៅ ខ្ញុំអត់លឺសិនបង ហើយនៅបង nâng ở ដាច់បាត់ហើយអូខេអរគុណបងអីគាត់ដាច់បាត់ហើយសេវាគាត់ខ្សោយចឹងខ្ញុំអានជំនួសគាត់ចាស់លូកាចំពោះ22ខ31ព្រះអង្គម្ចាស់ក៏មានបន្ទូលថាស៊ីម៉ូនស៊ីម៉ូនអើយមើលសាតាំងបានសូមចង់បានអ្នករាល់គ្នាប្រយោជន៍នឹងរែងអ្នករាល់គ្នាដូចជារែងអង្គអញ្ចឹងយើងជឿព្រះអង្គរាល់ថ្ងៃនេះសាតាំងវាកំពុងតែរែងយើងទេកំពុងតែញាស់យើងទេដើម្បីឲ្យយើងបានចាញ់អាការដែលរែងរបស់វានេះគឺការដែលវាប្រឆោតយើងនឹងឲ្យយើងចេះឆ្លោះគ្នាយើងចេះស្អប់គ្នាឲ្យយើងចេះគុំគ្នាយើងចេះចំណែនគ្នាឲ្យយើងចេះឈ្នានេះគ្នាអីហ្នឹងអានឹងជាល្បិចកលរបស់សាតាំងដែលវាចង់រែងយើងហើយបើយើងអត់ប្រយ័ត្នពីពេត្រុសទី1ចំពោះ5ខ8បងថាចូលឲ្យដឹងខ្លួនពីព្រោះអារៈវាតែងតែដើរក្រវ៉ែលទាំងក្រហឹមដើម្បីនឹងរកអស់អ្នកណាដែលវានឹងអាចត្របាក់លេបបានយើងជឿព្រះយើងកុំភ្លេចខ្លួនយើងកុំភ្លេចខ្លួនបើភ្លេចខ្លួនវានឹងមកចាប់កញ្ញិចយើងចាប់ទៅបាត់ហើយចាអរគុណបងបានចូលវិញហើយឥឡូវគេពុំមួន ខ្ញុំហៅច្រឡំបងអើយបងខ្ញុំហៅច្រឡំហៅបងញ៉ែថាតែហៅច្រឡំហៅគ្រូសំទោសឥឡូវបងញ៉ែបិទសលេងមកចោះខ្ញុំអានឲ្យហើយ អត់អីទេអូនហ្នឹងឯងខ្ញុំមកណាមានការអីចឹងណាខ្ញុំពងអាឋានដែរអរគុណអូនបងទៀនបង អរគុណបងព្រោះនៅចិត្តគ្នាចុចបាច់ទៅស្រាប់តែវាហក់ភ្លូទៅរកបង លា បងទៀតបងហ្នឹងហើយព្រះអង្គមានបន្ទូលថាឲ្យយើងដឹងខ្លួនពីព្រោះអារៈវាចង់រែងយើងរាល់តែថ្ងៃហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យវារែងបានទាល់តែដឹងល្បិចកលវាដែលវាមកលបួងយើងមកឲ្យយើងធ្វើអីខ្លះហ្នឹងយើងដឹងទៅយើងជៀសចេញពីការទាំងអស់ហ្នឹងវាមិនអាចនឹងរែងយើងបានទេណាចាអញ្ចឹងមានតែប៉ុណ្្នឹងតទៅទៀតទៅដល់បាធូនៅដែរបាធូកូរិនថូសទី2ចំពោះ4ខ4 Rồi số thứ tư phục 4 khổ 4 chia phụ niệm đà chia phụ niệm đà cơ rồi bỏ lực tẩy đi ban bằng áp đà cùng nứt phụ kê đà cùng chưa cái người đã mây cùng lư này tầm đồng ổ đá sầm đay đi giờ ổ này kìa đi đó kia rụp ông pre ban lư mọc đỏ kì mẹ từng bảo អរគុណព្រះទូលអរគុណ លឺមកស្ដាប់អត់សូវបានទៅខាងហ្នឹងគឺ ចា បាច់វិញអត់ អង្គទានពរព្រះទូលនេះជាព្រះបន្ទូលព្រះអង្គប្រាប់ថាអ្នកដែលចាញ់ការដែលសតាំងវិឆោបោកហ្នឹងគឺដោយសារមានអវិញ្ញាណនៃសេចក្តីងឹតហ្នឹងវាបាំងភ្នែកគេមិនឲ្យជឿចាដល់ពេលមិនឲ្យជឿសេចក្តីពិតទៅអាសេចក្តីងឹតហ្នឹងគ្របបាំងគេបាត់ជាពួកអ្នកដែលព្រះរបស់លោកីបានបង្អាប់ដល់គុណិតពួកគេដែលមិនជឿក្រែងរស្មីពន្លឺនៃដំណឹងល្អដល់ដែលសម្ដែងពីសេរីល្អនៃព្រះគ្រីស្ទជារូបអង្គព្រះបានភ្លឺដល់គេឃើញទេមើលខ្ញុំបានជាខ្ញុំហ៊ានថាពេលខ្ញុំទៅចូលក្នុងក្រុមពួកអាន់សាន់ហុងហ្នឹងណាខ្ញុំចង់ឡើងទៅស្ដាប់គេបង្រៀនហ្នឹងគេថាម៉េចអត់ឲ្យឯងឡើងទៅទេត្រូវតែជាមួយទឹកសិនគេថាជាមួយទឹកធ្វើអីបើគាត់ឡើងទៅស្ដាប់គេថាអត់ទេតតែជាមួយទឹកជាមួយអាពេលជាមួយទឹកហ្នឹងឲ្យតែវាបញ្ចូលវិញ្ញាណនៃសេចក្តីងឹតដាក់យើងវាបាំងយើងនេះបាំងសេចក្តីជំនឿយើងនេះបាំងពន្លឺមិនឲ្យហើយដល់ឥឡូវតែគេជាមួយទឹកចោះខ្ញុំឈរមើលវាមិនឲ្យយើងឈរមើលអាពេលជាមួយទឹកហ្នឹងទៀតគេជាមួយទឹកចុះខ្ញុំសុំឈរមើលសិនអត់ឲ្យឈរដាក់គេដល់ហើយអត់ឲ្យឈរខ្ញុំថាអត់ទេឥឡូវខ្ញុំមិនមើលទេតែខ្ញុំឈរនៅកន្លែងហ្នឹងចុះ
នៅអត់ឲ្យមើល2នាក់មកចាប់ខ្ញុំចេញមកអោបខ្ញុំយកទៅឲ្យអង្គុយនៅលើតុឲ្យឆ្ងាយកុំឲ្យមកឈរមើលគេណាខ្ញុំនៅតែរឹកលេងគេដេញឯងមកវងដេញខ្ញុំទម្លាក់មកក្រោមវិញមកកន្លែងចតឡានហ្នឹងហើយអាឡើងទៅឲ្យស្ដាប់សំឡេងគេនោះកុំឲ្យដល់ឈរមើលគេជាមួយទឹកកុំឲ្យឈរមើលទៀតឃើញទេកន្លែងនឹងហើយដែលថាអាវិញ្ញាណនៃសេចក្តីងងឹតវាបាំងពេលដែលជាមួយទឹកនេះគឺជំដៅវាបញ្ចូលស្អីខ្លះកន្លែងនេះបានព្រះអង្គប្រាប់ថាជាពួកអ្នកដែលព្រះរបស់លោកីនេះបានបង្អាប់ដល់គុណិតពួកគេដែលមិនជឿក្រែងរស្មីពន្លឺនៃដំណឹងល្អដែលសម្ដែងពីស្រីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះបានភ្លឺដល់គេគ្រាន់តែឯងទៅស្ដាប់វាមិនឲ្យឯងស្ដាប់បើសិនពុជជាមួយទឹកសិនឯងឈរមើលគេជាមួយទឹកមិនឲ្យឯងឈរមើលគេជាមួយទឹកទៀតកន្លែងហ្នឹងវាលាក់លៀមធ្វើអីវាលាក់លៀមធ្វើអីយើងគាត់ដឹងសេចក្តីលាក់លៀមមកប៉ុណ្ណឹងយើងដឹងបាត់ហើយល្បិចកលរបស់វានោះពេលណាដែលយើងអ្នកមានវិញ្ញាណព្រះនៅក្នុងខ្លួនឈរមើលគឺអាវិញ្ញាណនោះវាអត់ហ៊ានចូលជាមួយអ្នកនោះទេអត់ចូលអត់បានអញ្ចឹងបានវាអត់ឲ្យយើងចូលមើលវិញ្ញាណបានវាដឹងវិញ្ញាណហើយវិញ្ញាណបានដឹងវាដឹងថាខ្ញុំមានព្រះវិញ្ញាណគង់នៅក្នុងខ្ញុំវាអត់ឲ្យខ្ញុំឈរមើលចាអញ្ចឹងយើងដឹងល្បិចកលទៅតាមទៀតហើយណាถ้าយើងទៅទៀតទៅដល់វិវរណៈជំពូក12ខ9ដល់ខ11អូនបើបាទអរគុណព្រះអង្គហើយសូមអាននៅព្រះគម្ពីរវិវរណៈជំពូក12ខ9ដល់ខ11នោះអ្នកធំត្រូវបោះទម្លាក់ទៅគឺជាពស់ពីបុរាណដែលឈ្មោះហៅថាអារក្សហើយសាតាំងផងដែលបាននាំលោកីទាំងមូលឲ្យវង្វេងចេញវាត្រូវបោះទម្លាក់ទៅផែនដីវិញព្រមទាំងពួកទេវតារបស់វាផងនោះខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថាឥឡូវនេះសេចក្តីសង្គ្រោះព្រះចេស្តានិងរាជរបស់ព្រះនៃយើងរាល់គ្នាហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់បានមកដល់ហើយត្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នាដែលចេះតែចោទពីគេនៅចំពោះព្រះទាំងយប់ទាំងថ្ងៃវាត្រូវបោះទម្លាក់ទៅហើយគេបានឈ្នះវាដោយសារឈាមនៃកូនជៀមហើយដោយសារសេចក្តីបន្តរបស់គេក៏មិនបានស្ដាយជីវិតដល់រាបដល់ស្លាប់អាមែនអរគុណព្រះអង្គមែនអរគុណព្រះអង្គអូនសូមព្រះប្រទានពរចាអាមួយនោះដែលវាចុះមកលោកីវានាំឲ្យលោកីវង្វេងដោយសារតែវាហ្នឹងព្រះអង្គបានធាក់វាទម្លាក់មកវាមកនៅក្នុងលោកីលបួងអីវ៉ាលោកីនេះព្រះអង្គឲ្យអីវ៉ាអាដាមការត្រួតត្រាដែរតែដោយសារអាដាមអីវ៉ាគាត់ចាញ់សេចក្តីលបួងគេដូចជាយើងអញ្ចឹងយើងនៅរាល់ថ្ងៃនេះមានគេមកបោកប្រឆោតបួងលួងលោមឲ្យយើងបានដាក់លុយចូលរស់ស៊ីជាមួយគេអីចឹងទៅណាគេមានអំណាចនឹងយកលុយយើងនឹងទៅបាត់ទៅមែនទេដល់ទៅពេលនេះមកលបួងលួងលោមអីវ៉ានឹងបួងលួងអីវ៉ាចាញ់ទៅណាគេមានអំណាចសកត់នឹងយកផែនដីហ្នឹងធ្វើជារបស់ផងគេដោយសារតែយើងស្ដាប់គេហ្នឹងអញ្ចឹងបានជាព្រះអង្គប្រាថ្នាថានោះនាគធំត្រូវបោះទម្លាក់ទៅគឺជាពស់ពីបុរាណដែលឈ្មោះហៅថាអារក្សដែលហើយសាតាំងផងវាឈ្មោះវាអារក្សផងសាតាំងផងដែលបាននាំលោកីទាំងមូលឲ្យវង្វេងចេញវាត្រូវបោះទម្លាក់ទៅផែនដីវិញវានាំលោកីទាំងមូលហ្មងអត់មានខ្វះមួយទេអញ្ចឹងបានព្រះអង្គប្រាប់ថាអត់មានអ្នកណាមួយបរិសុទ្ធទេក្រោមអំណាចសតាំងទាំងអស់តែដោយព្រះយេស៊ូវយាងចុះមករំដោះយើងចេញពីពួកសតាំងនេះព្រះអង្គបំបាក់ទ្វារលង្ហិនរនុកដែកដឹកដៃយើងចេញមកក្នុងផ្លូវរបស់ទ្រង់ដែលទ្រង់មានបន្ទូលថាទ្រង់ជាផ្លូវជាសេចក្តីពិតជាជីវិតនេះព្រះ
ព្រះអង្គបានរំដោះយើងមកដល់ក្នុងផ្លូវរបស់ទ្រង់នោះហើយព្រះអង្គចាត់ទុកយើងថាជាសះឋានសួគ៌អ្នកណាដែលចេញរួចមកហើយនេះជាសះឋានសួគ៌ហើយកុំឲ្យងាកទៅវិញតាហ៊ានតែងាកទៅធ្វើការដែលអារៈវាលបួងលបងដូចថាឲ្យយើងខឹងឲ្យយើងឆ្លោះគ្នាឲ្យយើងចំណែនគ្នាឲ្យយើងស្អីហ្នឹងតាងាកទៅធ្វើការទាំងអស់ហ្នឹងវិញគឺព្រះអង្គថាដូចជាជ្រូកដែលគេលាងស្អាតហើយរត់ទៅដេកក្នុងខ្នាចវិញដូចជាឆ្កែដែលវាក្អួតហើយងាកទៅស៊ីកំអួតវិញព្រោះស្ដាប់ទេអត់ព្រោះស្ដាប់ទេហើយមិនត្រឹមអត់ព្រោះស្ដាប់ហើយថែមទាំងអីទៀតថែមទាំងលបោតទៅបឹងភ្លើងនោះទៀតណាកន្លែងហ្នឹងហើយបើយើងគាត់អត់ព្រោះស្ដាប់ហើយយើងខំមមុលចូលមកផ្លូវរបស់ទ្រង់វិញទៅអាហ្នឹងវារួចខ្លួនបើអត់ព្រោះស្ដាប់ហើយនៅតែថាទៅនោះទៀតហ្នឹងអាហ្នឹងចប់ទៀតណាចាអញ្ចឹងវានាំលោកីទាំងមូលឲ្យវង្វេងហើយព្រះអង្គបានទម្លាក់វាមកផែនដីព្រមទាំងពួកទេវតារបស់វាផងវាគៀងកងទេវតាបាន1/3នៅក្នុងគម្ពីរមួយនោះប្រាប់ថាអរៈវាមកវាគៀងកងទេវតាបាន1/3មកនៅលោកីនេះមកនៅផែនដីរាល់ថ្ងៃនេះអញ្ចឹងបានជាអ្នកដែលអត់ដល់ស្គាល់ព្រះគ្រីស្ទស្គាល់តែទេវតាទេទេវតាជាអ្នកចាព្រំលិខិតទេវតាជាស្អីអញ្ចឹងប្រៀបដូចជាយើងអ្នកដែលមិនទាន់បានទទួលជឿព្រះយេស៊ូវហ្នឹងគឺគេនៅក្នុងទ្រង់មួយអរៈសាតាំងកំពុងតែគ្រប់គ្រងដូចជាមន់នៅក្នុងទ្រង់គេអញ្ចឹងគេសម្លឹងចង់ថាថ្ងៃមួយនេះគេយកអាមួយនេះឆាខ្ញីអានេះជើទៅស្ងោងំងើអានេះយកទៅឆាស្អីចាស្រេចចិត្តសាតាំងហើយប្រៀបដូចជាមន់នៅក្នុងទ្រង់គេតែព្រះអង្គបានមកបំបាក់ទ្វារលង្ហិនហើយអីគេទៀតរនុកដែកដឹកដៃយើងចេញមកនៅក្នុងព្រះអង្គហើយលែងមាននៅក្នុងក្រោមអំណាចសាតាំងទៀតហើយអញ្ចឹងបានជាយើងលែងស្គាល់អាពួកទេវតាđâyនេះយើងលែងនៅក្រោមគ្រប់គ្រងអំណាចរបស់ពួកទេវតានេះសេចក្តីងឹតទៀតហើយយើងនៅក្រោមអំណាចព្រះហើយទេវតារបស់ព្រះ2/3អ្នកថែរក្សាចោមរោមការពារអស់អ្នកណាដែលគោរពកោតខ្លាចព្រះតែព្រះអង្គមានបន្ទូលថាអ្នកណានៅទី2ណាក៏ពីទំនុកដំកើង34ណាព្រះអង្គចាត់ទេវតាទ្រង់ចោមរោមការពារអស់អ្នកដែលគោរពកោតខ្លាចព្រះហើយបើនៅទំនុកដំកើង91វិញទេព្រះអង្គថាទេវតាទាំងនោះនឹងទ្រឯងនឹងដៃក្រែងជើងឯងទង្គិចនឹងថ្មឃើញទេទេវតារបស់ទ្រង់ជាអ្នកការពារចោមរោមការពារយើងហើយថែមទាំងទេវតាទាំងអស់ទ្រយើងដោយដៃក្រែងជើងយើងទង្គិចថ្មហើយព្រះអង្គឲ្យអំណាចយើងជន់លើទាំងសត្វនាគសឹងមែនទេឥឡូវនេះអាសត្វនាគនឹងហើយដែលព្រះអង្គធាក់វាទម្លាក់មកនោះនាគធំត្រូវបោះទម្លាក់ទៅគឺជាពស់ពីបុរាណនាគផងពស់ផងហើយយើងព្រះអង្គឲ្យយើងអំណាចជាប់លើទាំងសត្វសឹងសត្វនាគសត្វពស់ស្អីនឹងទាំងអស់នៅក្នុងគម្ពីរទំនុកដំកើង91ចាដល់ខ10នេះទៀតព្រះអង្គថានោះខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងពីលើមេឃថាឥឡូវនេះសេចក្តីសង្គ្រោះព្រះចេស្តានិងរាជរបស់ព្រះនៃយើងរាល់គ្នាហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់បានមកដល់ហើយចាសេចក្តីសង្គ្រោះរបស់យើងបានមកដល់ហើយតាមរយៈព្រះយេស៊ូវគ្រីស្ទត្បិតអានោះដែលចោតប្រកាន់ពីពួកបងប្អូនយើងរាល់គ្នាដែលចេះតែចោតគេពីគេនៅចំពោះព្រះទាំងយប់ទាំងថ្ងៃវាត្រូវបោះទម្លាក់ទៅហើយអរគុណព្រះអង្គក៏បន្តទៀតគេឈ្នះវាដោយសារឈាមនៃកូនជៀមចាព្រះយេស៊ូវយាងចុះមកផែនដីនេះតំណាងជាដង្វាយលួសបាបពីមុនមកដង្វាយលួសបាបត្រូវសម្លាប់ជៀមមួយយកឈាមលាបលើស្អីចឹងណាលើអាស្នាប្រុសលើស្អីចឹងទៅឈាមនោះហើយឥឡូវនេះព្រះយេស៊ូវយាងមកផែនដីនេះដើម្បីតំណាងជាកូនជៀមយកឈាមមកលួសយើងឲ្យរួចពីបាបអញ្ចឹងស្រួលបំផុតព្រះណាដែលអត់ខ្ចាយឈាមមកលួសបាបយើងកុំទៅតាមតែព្រះណាដែលខ្ចាយឈាមលួសបាបយើងទៅពីព្រោះព្រះអង្គមានបន្ទូលថាគេបានឈ្នះវាដោយសារឈាមនៃកូនជៀមហើយដោយសារសេចក្តីបន្ទាល់របស់គេក៏មិនបានស្ដាយជីវិតខ្លួនដល់រាបដល់ស្លាប់ចា
គេធ្វើបន្ទាល់ពីព្រះគ្រីស្ទដល់គ្រប់ទាំងទុជាតិនៅលើផែនដីនេះឲ្យបានលឺពីព្រះនាមទ្រង់ឲ្យបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះដែរទៅគេមិនស្ដាយជីវិតគេទេមានអ្នកខ្លះផ្សាយដំណឹងល្អរហូតដល់គេយកគាត់ទៅសម្លាប់ចោលឬក៏យកគាត់ទៅឆ្កាងឬក៏យកគាត់ទៅធ្វើបាបផ្សេងយកគាត់ទៅដាក់គុកយកគាត់ទៅស្អីដូចជាពេត្រុសអញ្ចឹងគេយកគាត់ទៅដាក់គុកហើយតែទេវតាទ្រង់មកកេះគាត់ឲ្យស្លៀកពាក់ឡើងដើរតាមហើយគាត់មិនដឹងថាទេវតាទេស្មានតែអ្នកយាមគុកក៏ដើរទៅឆ្លងកាត់អ្នកយាមទី1ឆ្លងកាត់អ្នកយាមទី2ទៅដល់លបងខាងមុខលបងក៏បើកឡើងដើរទៅតិចទៀតបាត់អ្នកនាំមុខគាត់នឹងបាត់ហើយគាត់ថាបានគាត់ដឹងថាអូទេវតាដល់ចុះគាត់គូរត់ទៅផ្ទះដែលបងប្អូនអ្នកដែលជឿដូចគ្នានោះទៅគោះទ្វារនោះអ្នកដែលម្រើនោះមកស្ដាប់ឮសំឡេងពេត្រុសអត់ទៅហ៊ានបើកឲ្យទៀតពីព្រោះគេកំពុងទៅធ្វើបាបដេញចាប់អ្នកដែលថ្វាយបង្គំព្រះឃើញទេអញ្ចឹងមិនថាការដំណឹងល្អតម្រាំមកដល់យើងនេះគេបដូរជីវិតច្រើនណាស់តម្រាំមកដល់យើងនេះឥឡូវយើងបានដាក់បានដំណឹងល្អនេះដោយស្រួលឲ្យស្រួលយើងគួរទៅទទួលហើយស្ដាប់ហើយធ្វើតាមទៅដើម្បីយើងអត់ទាន់ខ្ចាយឈាមយើងអត់ទាន់វេទនាយើងអត់ទាន់អីទេពួកគាត់ដែលនាំដំណឹងល្អមកដល់យើងនេះគេយកដាក់គុកផងគេយកទៅគេសម្លាប់ផងស្អីពិបាកណាស់មុំតែបានព្រះបន្ទូលនេះមកដល់យើងនោះអរគុណព្រះអង្គឃើញទេតែខ្ញុំបានខនេះថាគេបានឈ្នះវាដោយសារឈាមនៃកូនឈាមហើយដោយសារសេចក្តីបន្ទាល់របស់គេក៏មិនបានស្ដាយជីវិតខ្លួនដល់រាបដល់ស្លាប់ដើម្បីចង់ឲ្យបានបងប្អូនទាំងអស់គ្នាបានទទួលជឿព្រះអង្គដែរគេអត់ស្ដាយជីវិតគេទេហើយយើងបានធ្វើដូចជាអាយកោយើងពីមុននឹងផងដែរទៅបដូរជីវិតដើម្បីឲ្យអ្នកដែលមិនទាន់បានទទួលព្រះអង្គនឹងបានគេទទួលព្រះអង្គដែរទៅចឹងបងខ្ញុំចិត្តតែព្យាយាមខ្ញុំទៅស្រុកខ្មែរខ្ញុំព្យាយាមផ្សាយដំណឹងល្អព្យាយាមគ្រប់កន្លែងឲ្យតបានខ្ញុំទៅដល់តាណាខ្ញុំផ្សាយទៅនឹងគុណព្រះអង្គតោះទៅទៀតទៅដល់បងវណ្ណៈកូរិនថូសទី2ចំពុក11ខ14ចា៎ខ្ញុំសូមអរជូនហើយជំរាបសួរបងប្អូនទាំងអស់គ្នាផងដែរកូរិនថូសទី2ចំពុក11ខ14ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយព្រោះអរិយសាតាំងកំប្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរអាមែនអាមែនចាចុះពេលដែលយើងថាងសេចក្តីល្អគឺមកពីព្រះហើយតែយើងឲ្យចេះមើលផងវិញ្ញាណព្រះនៅក្នុងយើងមើលទៅធ្លុះហ្មងដឹងហ្មងដល់ទៅពេលយើងអត់បានប្រយ័ត្នបងថាហើយសេចក្តីនោះមិនជាអស្ចារ្យឡើយព្រោះអរិយសាតាំងក៏ខ្លែងខ្លួនធ្វើជាទេវតានៃពុទ្ធលឺដែរណាបងប្អូនឃើញពួកគេទាំងអស់គ្នាគេចេះធ្វើទៀនដែរតាគេចេះស្រឡាញ់ដែរតាហ្នឹងហើយគេចេះបង្រៀនឲ្យធ្វើការល្អអញ្ចឹងបានជាពេលយើងដែលនាំព្រះបន្ទូលទៅប្រាប់បងប្អូនថាព្រះណាដូចព្រះណាដែរនាំឲ្យតែធ្វើការល្អពីព្រោះអវិញ្ញាណអរិយថាតាំងក៏វាខ្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរវាខ្លែងខ្លួនធ្វើជាសេចក្តីល្អដែរអញ្ចឹងឲ្យយើងដឹងយើងដើរខាងវិញ្ញាណយើងដឹងយើងស្គាល់វិញ្ញាណណាដែលលើកព្រះនាមព្រះយេស៊ូវនោះវិញ្ញាណនោះហើយដែលជាវិញ្ញាណដែលមកពីឋានលើបើវិញ្ញាណណាដែលនាំយើងគេធ្វើល្អមែនតែគេនាំយើងអត់ឲ្យស្គាល់ព្រះគ្រីស្ទយេស៊ូវនោះវិញ្ញាណនោះគឺជាវិញ្ញាណសាតាំងទេវិញ្ញាណខ្លែងខ្លាយទេឲ្យយើងចេះមើលពីកុំឃើញតែគេធ្វើល្អថាសាតាំងក៏គេចេះធ្វើល្អដែរដោយព្រះបន្ទូលនេះអញ្ចឹងព្រះអង្គប្រាប់ថាសាតាំងក៏ខ្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរអញ្ចឹងឲ្យយើងយល់មិនមែនព្រះណាដោយព្រះណាទេព្រះណាដែលលះព្រះជន្មទ្រង់លួសបាបពីព្រោះអំពើបាបវាឈ្នួលនឹងអំពើបាបទាមទារសេចក្តីស្លាប់រ៉ូម 6:23 ហើយព្រះយើងមកដើម្បីនឹងស្លាប់ចំនួនអំពើបាបយើងនេះអញ្ចឹងបានខខាងលើមិញថាគេឈ្នះសាតាំងបានដោយសារគេឈ្នះពួកវានឹងបានដោយសារឈាមនៃកូនជៀមបើអត់មានឈាមកូនជៀមទេ
เธอល្អយ៉ាងណាក៏ដោយនៅធ្លាក់រบบឹងចឹងបើអត់មានព្រះគ្រីស្ទយេស៊ូវទោះបីល្អចែកទ្រព្យចែកទាំងបេះដូងចែកទាំងស្អីទាំងអស់រូបកាយទាំងមូលនឹងធ្វើឲ្យគេទាំងអស់បើអត់មានសេចក្តីស្រឡាញ់ពីព្រះធ្លាក់នៅរบบឹងនេះព្រះអង្គចង់បញ្ជាក់ចាព្រះអង្គចង់បញ្ជាក់អរគុណព្រះអង្គអញ្ចឹងយើងធ្វើការល្អនេះបានដោយសារតែព្រះគ្រីស្ទក៏ជួយយើងធ្វើដែរជួនកាលអាវិញ្ញាណសតាំងហ្នឹងវាខ្លែងខ្លួនធ្វើជាទេវតាពន្លឺមែនពិតតែវាធ្វើបានតាមផ្លែតហ្នឹងវាធ្វើបានតាមផ្លែតហើយវានឹងចេញចកោមវាមកហើយអញ្ចឹងខ្ញុំនឹកឃើញការដែលកំពុងតែបើកក្រុមនេះដំបូងឡើងខ្ញុំថ្ងៃនោះខ្ញុំបើកក្រុមហើយខ្ញុំអត់ឋានតបអត់21ថ្ងៃហើយដូចគាត់បិទភ្នែកអញ្ចឹងបងឲ្យខ្ញុំឃើញជាមរត់ចូលព្រុចហើយខ្ញុំមកឈរនៅមាត់ទ្វារហ្នឹងណាអាជាមួយនោះវាព្រមចូលទៅធំជាងគេហើយសស្គូហ្មងស្អាតវានៅធ្វើអញ្ចឹងវានៅទៅមកនឹងផ្លូវនោះអត់ចូលទេពេលណាទៅមកខាងនេះអញ្ចឹងទៅគុនជាមរត់ចូលក្នុងផ្លូវហ្នឹងដល់ពេលអាជាមសស្អាតហ្នឹងវាមកទៅហ្នឹងជាមឡើងបានរត់ចូលអាគុនជាមទុយហ្នឹងឡើងបានរត់ចូលហើយខ្ញុំវាវិលមកដល់ខ្ញុំក៏អោនមើលចេះក្នុងការអធិដ្ឋានហ្នឹងមិនតាមដេកទេបងប្អូននឹងអញ្ចឹងតែវិញ្ញាណនឹងអង្គុយអញ្ចឹងមិនតែវិញ្ញាណខ្ញុំនឹងតែអោនមើលមុខវាឃើញចចរូមវាសស្គូស្អាតនោះឲ្យធំទៀតស្រាប់តែដល់ពេលអោនមើលមុខឃើញចចហ្នឹងការដែលខ្ញុំបើកគ្រូនេះដំបូងឡើងបងអង្គបើកឲ្យខ្ញុំឃើញអញ្ចឹងចាអញ្ចឹងបានន័យថាវាល្អមើលតែខាងក្រៅទេបើបានមើលឲ្យត្រូវខាងក្នុងដឹងហ្មងអញ្ចឹងឧបសគ្គច្រើនណាស់បើកក្រុមនេះមានស្អីច្រើនមែនតើតែអរគុណព្រះអង្គនៅតែថែរក្សាក្រុមនេះឲ្យនៅតតែថ្ងៃនេះហាឡេលូយ៉ាអរគុណព្រះអង្គអញ្ចឹងបានជាឲ្យយើងដឹងថាអ្វីទៅជាទេវតានៃសតាំងអ្វីទៅជាទេវតានៃពន្លឺឲ្យដឹងស្គាល់តើតែយើងមានព្រះវិញ្ញាណគង់នៅជាមួយបានយើងអាចស្គាល់ខាងឯវិញ្ញាណបើមានព្រះវិញ្ញាណគង់នៅជាមួយអត់ស្គាល់ខាងឯវិញ្ញាណទេបងប្អូនអត់ស្គាល់ទេនៅតែច្រឡំគ្នាច្បោកច្បល់ដូចជាពេត្រុសមិនធ្វើល្អដែរកាលដែលព្រះអង្គប្រាប់ថាខ្ញុំទៅចាស់ទុំនៅក្រុងយេរូសាឡឹមគេចាប់ខ្ញុំគេវាយខ្ញុំគេធ្វើបាបខ្ញុំទរណកម្មស្អីពេត្រុសថាអូព្រះអង្គហើយកុំអាណិតរូបព្រះអង្គអាណិតព្រះអង្គទ្រង់ផងកុំឲ្យគេធ្វើបាបយ៉ាងដូចនេះទៅហើយស្រាប់តែការនេះល្អមែនទេការនេះល្អចាតែដល់ទៅពេលព្រះអង្គឆ្លើយទៅពេត្រុសសាតាំងថយទៅក្រោយអញទៅជួនកាលយើងមើលទៅការនឹងល្អមែនតែជាគំនិតយោបល់របស់សាតាំងទេដែលបំរុងនឹងទប់យើងអញ្ចឹងមិនថាពេលយើងដើរដោយវិញ្ញាណយើងមើលទៅឃើញគេល្អណាស់យើងអត់ដើរដោយវិញ្ញាណយើងមើលទៅឃើញគេល្អតែដល់ពេលយើងដើរដោយវិញ្ញាណយើងដឹងការល្អរបស់គេនេះតើការល្អនឹងគប់ផាតីព្រះអង្គឬក៏ការល្អរបស់គេនេះគន់តែការល្អរបស់សាតាំងដែលវាខ្លែងខ្លួនធ្វើជាអ្នកដែលទេវតាពន្លឺនេះចាអញ្ចឹងមានតែសុំប្រាជ្ញាយោបល់មកពីព្រះសុំព្រះវិញ្ញាណគង់នៅក្នុងយើងនឹងបើកផ្នែកខាងវិញ្ញាណយើងបើកទៅជាខាងវិញ្ញាណយើងឲ្យយើងស្គាល់នៅគ្រប់ល្បិចកលសាតាំងបានយើងដើរបានតាមតែព្រះハរតីដែលទ្រង់ចង់ឲ្យយើងដើរកុំឲ្យយើងនៅតែចាញ់បោកល្បិចកលសាតាំងទៀតអញ្ចឹងទៅដល់ម៉ាថាយជំពូក4ខ10ទៅ11អូនបើបាទអរគុណព្រះអង្គសូមអាននៅព្រះគម្ពីរម៉ាថាយជំពូក4ខ10ដល់11នោះព្រះយេស៊ូវមានបន្ទូលតបថាណែសាតាំងចូលឯងថយចេញពីអញទៅបិទមានសេចក្តីចែងទុកមកថាឯងត្រូវថ្វាយបង្គំដល់ព្រះអង្គម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះដូច្នេះអរិយក៏ថយចេញពីទ្រង់ទៅរួចមានពួកទេវតាមកបម្រើទ្រង់អាមែនអរគុណព្រះអង្គអរគុណអូនបើសំព្រះប្រទានពរចានេះពេលដែលអរៈសតាំងមកលបួងព្រះអង្គមែនទេលបួងព្រះអង្គថាអីគេយើងដឹងហើយសេចក្តីលបួងរបស់វាថាឲ្យថ្វាយបង្គំវាទៅវានាំទៅលើកពូលភ្នំមួយយ៉ាងខ្ពស់ថាឲ្យថ្វាយបង្គំវាទៅវានឹងឲ្យនគរទាំងអស់នៅក្នុងផែនដីនេះជាឲ្យដល់ព្រះ
ដល់ព្រះយេស៊ូវមែនទេហើយព្រះអង្គមានបន្ទូលនៅពេលនេះថាណែសាតាំងចូលថយចេញពីអញទៅត្បិតមានសេចក្តីចែងទុកមកថាឯងត្រូវថ្វាយបង្គំដល់ព្រះអង្គម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះអត់មាន2អត់មាន3អ្នកណាចង់មកខ្លែងប្រាប់ថានេះជាព្រះយេស៊ូវដែរយើងទៅថ្វាយបង្គំអត់មានសោះឡើយព្រះយេស៊ូវយាងមកផែនដីសុគត3ថ្ងៃរស់ឡើងវិញទ្រង់យាងទៅឋានសួគ៌រៀបចំកន្លែងឲ្យយើងដល់រៀបចំកន្លែងឲ្យយើងសពគ្រប់ហើយព្រះអង្គនឹងយាងចុះមកយកយើងវិញពីព្រោះទ្រង់ឲ្យអ្នកដែលទទួលជឿព្រះអង្គទាំងបើម៉ាននេះមានព្រះវិញ្ញាណមួយគង់នៅក្នុងយើងដើម្បីដឹកនាំយើងស្គាល់ពីគ្រប់ទាំងសេចក្តីពិតរបស់ទ្រង់ដើរកុំឲ្យវង្វេងបើអត់មានព្រះវិញ្ញាណដឹកនាំដើរវង្វេងហើយអញ្ចឹងត្រង់កន្លែងនេះនឹកឃើញខមួយនោះនៅយូហានទី1ជំពូកដឹងប្រមាណខមកព្រះអង្គថាបើអ្នកណាស្រឡាញ់អ្វីទាំងអស់ដែលនៅក្នុងលោកីយ៍នេះអ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនអ្នកនោះទេអញ្ចឹងប្រយ័ត្នដែលសាតាំងវាមកបោកប្រឆោតថាឲ្យថ្វាយបង្គំវាទៅវានឹងឲ្យនគរទាំងឡាយដែលនៅក្នុងលោកីយ៍នេះឃើញទេហើយបើយើងអាឡ័យតែស្រឡាញ់អានគរទាំងឡាយនៅក្នុងលោកីយ៍តំណាំថ្វាយបង្គំវាបាត់ហើយបើថ្វាយបង្គំវាបាត់ហើយយើងក្បត់ព្រះបាត់ហើយតើយើងមានសេចក្តីស្រឡាញ់ពីព្រះមកយើងអត់មានទេព្រះបន្ទូលនោះខ្ញុំអានប៉ះតែឲ្យបានយកមកណាព្រះអង្គថាបើអ្នកណាស្រឡាញ់លោកីយ៍នោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនទេអញ្ចឹងយើងត្រូវប្រយ័ត្នយើងស្រឡាញ់លោកីយ៍រាល់ថ្ងៃហ្នឹងតើយើងស្រឡាញ់រហូតដល់បដូរជីវិតយើងដើម្បីរបស់អ្វីនៅក្នុងលោកីយ៍ហ្នឹងក៏អីឬក៏យើងស្រឡាញ់ព្រះរហូតដល់យើងបដូរជីវិតយើងនៅក្នុងព្រះយើងមើលខ្លួនឯងដឹងខ្លួនយើងហើយចាដឹងខ្លួនយើងរាល់ថ្ងៃនេះយើងស្រឡាញ់លោកីយ៍ឬក៏យើងស្រឡាញ់ព្រះអញ្ចឹងការទាំងអស់នេះឲ្យយើងដឹងបើយើងស្រឡាញ់លោកីយ៍ច្បាស់ជាខំថ្វាយបង្គំសតាំងហើយពីព្រោះរបស់អ្វីនៅទាំងអស់នេះក្នុងលោកីយ៍នេះជារបស់សតាំងឥឡូវនេះសតាំងវាកដោបហើយពីមុនព្រះអង្គឲ្យអាដាមអេវ៉ាកដោបគ្រប់គ្រងតែអារៈវាបានបញ្ឆោតយករបស់ទាំងអស់ហ្នឹងហើយឥឡូវបើយើងអាឡ័យស្រឡាញ់របស់សតាំងយើងនៅក្រៅអំណាចសតាំងហើយអញ្ចឹងបានមានព្រះបន្ទូលប្រាប់ថាបើស្រឡាញ់អ្វីនៅក្នុងលោកីយ៍ច្បាស់ជាយើងគ្មានសេចក្តីស្រឡាញ់របស់ព្រះបិតានៅក្នុងយើងទេបងប្អូនឮអញ្ចឹងថាអូយខ្ញុំហើយបងថាមកស្រឡាញ់លោកីយ៍ហើយចុះហេតុអីខ្ញុំចង់បានផ្ទះមួយនៅគេដែរមែនទេបងប្អូនយើងនៅក្នុងលោកីយ៍យើងត្រូវមានផ្ទះនៅយើងត្រូវមានឡានជិះយើងត្រូវមានបាយហូបយើងត្រូវមានទាំងអស់ពីព្រោះព្រះអង្គដឹងថាយើងនៅក្នុងលោកីយ៍នេះត្រូវការរបស់ទាំងអស់នេះដែរតែគ្រាន់ថាអ្នកដែលគេស្រឡាញ់លោកីយ៍នោះដល់ថ្នាក់បាត់បង់របស់ទាំងអស់នោះគេបដូរជីវិតគេសម្លាប់ខ្លួនគេចងកគេលូតទឹកទម្លាក់ស្លាប់អានោះអត់មានខាត់ស្រឡាញ់លោកីយ៍ហើយបើយើងមានរបស់ទាំងអស់នោះដល់ពេលយើងបាត់ទៅវិញទៅធ្វើម៉េចទេបើព្រះបន្ទូលប្រាប់ថារបស់ទាំងអស់វាមានស្លាប់ហើវាហើទៅហើយយើងនៅតែក្នុងព្រះទៅយើងនៅតែមានចិត្តរឹងមាំជាមួយព្រះអង្គសរសើររំកើងព្រះអង្គអរគុណព្រះអង្គដូចអ៊ីមួយនោះគាត់ភ្លើងឆេះផ្ទះស្រាប់តែគាត់មកដល់លុតជង្គង់អរគុណព្រះអង្គអើយរបស់អ្វីជារបស់ផងទ្រង់ព្រះអង្គឲ្យគឺរបស់ខ្ញុំបើព្រះអង្គដកទៅវិញគឺជារបស់ផងព្រះអង្គខ្ញុំមានតែអរគុណព្រះអ្នកចិត្តខាងគេចោមរោមខឹងគាត់ថាគាត់នឹងឈួតហើយនិយាយបែបនេះឈួតហើយភ្លើងឆេះផ្ទះអរគុណព្រះភ្លើងឆេះផ្ទះអស់មានអត់មានផ្ទះនៅអរគុណព្រះហ្នឹងហើយអញ្ចឹងយើងជាកូនព្រះយើងត្រូវការរបស់ទាំងអស់នោះដែរតែយើងអត់ស្រឡាញ់បដូរជីវិតដូចពួកគេទេមើលពេលណាដេញកាលណានោះមានការអីកើតឡើងមកពួកថៅកែសម្រាប់ខ្លួនច្រើនណាឲ្យសារគេស្រឡាញ់របស់លោកីយ៍នឹងច្រើនពេកគេបដូរជីវិតបើអស់របស់ទាំងអស់គេរស់ឡើងកើតមកហើយគេមានតែសម្រាប់ខ្លួនចំណែកយើងអត់ចឹងទេកន្លែងហ្នឹងហើយដែលយើងហ៊ានថាឲ្យសតាំងនោះចាហ៊ានថាឲ្យសតាំងអញអត់មែនថ្វាយបង្គំឯងទេរបស់ទាំងអស់យកទៅដូចយោបចឹងអាសតាំងវាមិនញោះយកទាំងអស់របស់ទ្រព្យទាំងម៉ានយកពីយោបទាំងអស់ថែមទាំងយកទាំងកូនគាត់ទៅទៀតយោបអត់ខ្វល់ទេនៅតែសរសើរដំកើងព្រះអង្គនៅតែអរគុណព្រះអង្គរហូតដល់ថ្នាក់វាមកវាយយោបរហូតដល់តបៅពេញខ្លួនតាំងពីក្បាលរហូតដល់ចុងជើងរហូតដល់ថ្នាក់រុយវាជារោមពេកគាត់នឹងអើយទៅកោសផេះនៅក្នុងចក្រាន
យកមករੂយពេញខ្លួនដើម្បីការពារកុំឲ្យរុយវារោមអាតបៅគាត់នោះមិនដឹងរុយពងប៉ុណ្ណាណាតបៅពេញខ្លួននោះរុយពងដាក់តកៅរុកនឹងប៉ុណ្ណាតែគាត់ទ្រាំទ្រជីវិតលោកីនេះវេទនាពីព្រោះគាត់ដឹងថាព្រះអង្គប្រាប់ថាលោកីនេះវេទនាណាហើយអ្នករាល់គ្នាក៏វេទនាដែរតែចូលឲ្យសង្ឃឹមឡើងពីព្រោះទ្រង់បានឈ្នះលោកីហើយបើយើងព្រះអង្គឈ្នះលោកីហើយព្រះអង្គនៅក្នុងយើងទៀតយើងក៏ឈ្នះលោកីដែរឈ្នះលោកីគឺឈ្នះក្នុងកាយឈ្នះដែលយើងមិនខ្វល់ខ្វាយទេលោកីឯងនោះមិនខ្វល់ខ្វាយទេរូបកាយហ្នឹងធ្វើបានហើយយោបគាត់ចង់តែឲ្យស្លាប់លឿនទៅគាត់ទៅបានទៅព្រះមែនទេក៏ឲ្យមានតតាំងតវ៉ាអីទេតែព្រះអង្គអត់ឲ្យស្លាប់ទេព្រះអង្គអត់ឲ្យស្លាប់ទេព្រះអង្គឲ្យស្តាំងដកដៃចេញជំងឺជាទាំងអស់ជំងឺគាត់ណាប្រាប់ព្រះអង្គប្រាប់ស្តាំងដកដៃចេញទៅឈប់ប៉ះយោបទៀតជំងឺយោបទាំងបើបានជាទីបន្ទាល់គឺអូនរស់នេះហើយនេះឈឺដល់ណាស់ដេកពេទ្យលែងទទួលស្គាល់ថាជាដល់ហើយសុំគេយកមកផ្ទះដឹកមកសឹងទាំងភ័យថាខ្លាច់ផុតតាមផ្លូវផងណាមកដល់ផ្ទះពួកយើងអាចឋានសម្រុកឲ្យព្រះអង្គបើកឲ្យឃើញវិញ្ញាណស្អីយើងដេញត្រូវឲ្យវិញ្ញាណនោះទៅមានអីគាត់ណាដេញពីយប់ព្រលឹមឡើងគាត់ឡើងដើរមែនទេអូនរស់មែនទេចាឡើងដើរទៅផ្ទះម្ដាយផងផ្ទះប្អូនផងថែមទាំងជិះម៉ូតូពីល្មាសហែកទៅដល់ខេត្តស្វាយរៀងទៀតទៅឆ្លោះមើលសួតមើលអីហ៎ឥឡូវជីអស់លីងឥឡូវទៅរកការងារធ្វើទៀតណាសិតតែដាក់ក្នុងក្រុមមកថាបងអើយធ្វើការងារកន្លែងនេះគេឲ្យមួយខែ$350ហើយថែមទាំងអីទៀតឥឡូវសុំគេឡើងប្រាក់ខែអរគុណបងឃើញទេអារៈចេញអស់ជីអស់ហើយអារៈចេញអស់ជីអស់ហើយវាលែងប៉ះពាល់អីបានហើយអញ្ចឹងហើយបានជាឲ្យទៅយើងគោរពកោតខ្លាចព្រះអង្គដេញអារៈចុះចូលចំពោះព្រះដេញអារៈដល់ខ11ដូច្នេះអារៈក៏ថយចេញពីទ្រង់ទៅអារៈក៏ថយចេញពីយើងដែរឲ្យតែយើងចុះចូលចំពោះព្រះតស៊ូនឹងវាអារៈក៏ថយចេញទៅដូចជាយោបចឹងតស៊ូនៅជាមួយព្រះអង្គរហូតដល់ព្រះអង្គប្រាប់ថាល្មមsẽតាំងចេញជាហើយព្រះអង្គប្រទានពរឲ្យយោបមានកូនវិញព្រះអង្គប្រទានពរឲ្យទ្រព្យសម្បត្តិយោប1ជា2អូស្អីច្រើនមែនតើហ្នឹងហើយបានជាហើយវាចេញទៅវិញហើយហ្នឹងមានខមួយនោះខ្ញុំមើលទៅថាវាចេញទៅហើយវានឹងរកឱកាសនឹងមកទៀតតែអរគុណព្រះអង្គយើងនៅតែគោរពកោតខ្លាចព្រះអង្គទៅនោះពួកទេវតានឹងមកបម្រើយើងហើយអរគុណព្រះអង្គដូចជាខនេះពួកទេវតានឹងបម្រើព្រះយេស៊ូវហាឡេលូយ៉ាអរគុណព្រះអង្គព្រះបន្ទូលនៅថ្ងៃនេះដើម្បីឲ្យយើងកុំឲ្យយើងចាញ់ល្បិចកលសាតាំងហើយឲ្យយើងចុះចូលចំពោះព្រះទៅហើយតស៊ូនឹងអារៈវានឹងដើរចេញនេះដូច្នេះអារៈក៏ថយចេញទៅអាមែនអរគុណព្រះអង្គថ្វាយសេរីល្អដល់ទ្រង់អធិដ្ឋានអរគុណព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលនាំយើងចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតនៅថ្ងៃនេះដែរជំរុំចិត្តអរគុណព្រះអង្គជាមួយខ្ញុំហាឡេលូយ៉ាព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅឋានដ៏ខ្ពស់បំផុតគុណអរព្រះគុណព្រះអង្គនៅពេលវេលានេះដែលទ្រង់បានប្រទានពរឲ្យកូនព្រះអង្គគ្រប់ទិសទីចូលមកជួបជុំគ្នាសរសើរដំណើរព្រះអង្គពិចារណាព្រះទូលព្រះអង្គហើយសូមអរគុណព្រះវិញ្ញាណបរិសុទ្ធដែលនាំយើងខ្ញុំចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតនៅពេលនេះហើយសូមឲ្យសេចក្តីពិតនោះបានដិតជាប់នៅក្នុងចិត្តកូនព្រះអង្គទាំងអស់គ្នាប្រយោជន៍កុំឲ្យយើងនៅធ្វើបាបចំពោះទ្រង់ទៀតឡើយហើយក៏អរគុណព្រះអង្គសូមឲ្យយើងនៅតែមានសេចក្តីក្លាហាននាំព្រះបន្ទូលនេះដល់គ្រប់ទាំងទិជាឲ្យគេបានឮពីព្រះនាមទ្រង់អរគុណព្រះអង្គឲ្យគេបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះផងដែរថ្វាយសេរីល្អដល់ទ្រង់ហើយសូមព្រះអង្គប្រទានពរដល់បងប្អូនយើងបានទៅគេហដ្ឋានរៀងខ្លួននោះសូមអង្គការពារថែរក្សាឲ្យយើងនៅតែក្រោមចង្អេងស្លាបរបស់ទ្រង់ហើយប្រទានពរដល់បងប្អូនដែលធ្វើដំណើរផ្លូវគោកផ្លូវអាកាសផ្លូវទឹកផ្លូវក្រោមដីយ៉ាងណានោះសូមព្រះអង្គការពារថែរក្សាបីត្រកងបានទៅដល់ទិសដៅដោយសុខសាន្តហើយមានសុខភាពល្អគ្រប់គ្នាគុណអរគុណព្រះអង្គហាឡេលូយ៉ាសូមព្រះអង្គប្រទានពរដល់បងប្អូនយើងខ្ញុំដែលបែកគ្នាហើយនេះទៅទីកន្លែងផ្សេងនោះទោះបីបងប្អូនណាធ្វើការសូមព្រះអង្គចម្រើនកម្លាំងដៃគាត់ឲ្យគាត់បានធ្វើការនោះចម្រើនគ្រប់ជំពូកផងដែរហើយបងប្អូនណាដែលសម្រាប់សក្តិនោះសូមព្រះអង្គប្រទានពរឲ្យគេនៅក្នុងចង្អេងស្លាបរបស់ទ្រង់ភ្ញាក់ឡើងមានអំណរមានកម្លាំងមានសុខភាពល្អ
ដើម្បីនឹងរស់នៅថ្វាយស្រីល្អដល់ទ្រង់ជាពន្លឺរបស់លោកីក៏ជាអំបិលនៃផែនដីដែរគុណថ្វាយស្រីល្អដល់ទ្រង់សូមព្រះអង្គរើសហៅពូជភូមិយើងខ្ញុំទាំងអស់គ្នាផងឲ្យបានស្គាល់ព្រះអង្គជាព្រះអង្គសង្គ្រោះគ្រប់គ្នាកុំឲ្យខានឡើយសូមព្រះអង្គប្រទានពរដែលព្រះអង្គសន្យាថាអញនឹងឲ្យចិត្តថ្មីដល់គេដកចិត្តរឹងដូចជាថ្មចេញពីគេដាក់ចិត្តទន់ដូចជាសាច់ទៅក្នុងគេហើយដាក់វិញ្ញាណអញទៅក្នុងគេប្រយោជន៍ឲ្យគេបានស្គាល់ពីក្រិតក្រមរបស់អញហើយគេនឹងប្រព្រឹត្តតាមអរគុណព្រះវរបិតាដែលទ្រង់បានហៅបងប្អូនពូជពងយើងខ្ញុំទាំងអស់គ្នាបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះគ្រប់គ្នាហើយសូមព្រះអង្គនឹកចាំពីស្រុកខ្មែរដែលមានការប៉ះពាល់ជាមួយនឹងថៃយ៉ាងណានោះព្រះអង្គអើយសូមព្រះអង្គរោគយុត្តិធម៌ឲ្យខ្មែរផងដែរពីព្រោះព្រះអង្គមានបន្ទូលថាព្រះអង្គនឹងការពារអស់អ្នកដែលស្មោះត្រង់ហើយព្រះអង្គនឹងសងសឹកនៅចំពោះមនុស្សដែលឆ្មើងឆ្មៃអង្គអើយអរគុណព្រះអង្គអ្នកណាដែលគេមានចិត្តឆ្មើងឆ្មៃមកទឹះយើងមុនគេអ្នកនោះហើយជាអ្នកឆ្មើងឆ្មៃហើយក៏សូមអរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់រាជទាំងឡាយដែលស្មោះត្រង់នៅស្រុកថៃដែរមានការលំបាកវេទនាឬថារត់ទៅដូចជារាជខ្មែរដែរកំពុងតែរត់ដែរព្រះអង្គអើយពីព្រោះមានការប៉ះពាល់គ្នាយ៉ាងដូចនេះសូមព្រះអង្គដកយកគ្រប់ទាំងអវិញ្ញាណដែលនាំឲ្យអ្នកចវាយធំធំនោះបញ្ជាឲ្យរាជមានការស្លាប់រង្គាលនោះព្រះអង្គអើយគុណអរគុណព្រះអង្គណាស់តែព្រះអង្គមានបន្ទូលរួចជាស្រេចហើយនៅថានៅគ្រាចុងក្រោយនេះគេនឹងបញ្ជូនកូនរបស់យើងទាំងបើម៉ានទៅធ្វើសង្គ្រាមហើយស្លាប់1/3នៅក្នុងផែនដីនេះអង្គអើយបើកិច្ចការនេះជាកិច្ចការរបស់ព្រះដែលទ្រង់បានបើកឲ្យឃើញដើម្បីនឹងរើសយករាជរបស់ទ្រង់ណាដែលនៅក្នុងការលំបាកវេទនានេះគេបានឮពីព្រះនាមទ្រង់ហើយគេនឹងទទួលព្រះអង្គជាព្រះអង្គសង្គ្រោះសូមព្រះអង្គរើសហៅគេឲ្យទាន់ពេលកុំឲ្យគេបានអស់ជីវិតនៅលើផែនដីនេះឡើយព្រះអង្គឲ្យគេបានកែគំនិតកែប្រែចិត្តគេទទួលព្រះអង្គជាព្រះអង្គសង្គ្រោះគ្រប់គ្នាផងដែរព្រះអង្គសូមសរសើរដំណើរព្រះអង្គគុណអរគុណព្រះអង្គគុណមានតែការទូលសូមតែតាមព្រះハរតីទ្រង់បើមិនមែនតាមចិត្តខ្ញុំម្ចាស់ដែលចេះតែទូលលង្វសូមនោះឡើយអង្គអើយគុណអរគុណព្រះអង្គគុណមានតែការឃើញការលំបាកវេទនាគុណមានតែទូលសូមព្រះអង្គគុណសូមសរសើរដំណើរព្រះអង្គគុណសូមឲ្យប្រជារាស្ត្រទាំងអស់ដែលមិនទាន់បានទទួលព្រះអង្គសូមឲ្យគេបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះឲ្យគេបានរួចពីបឹងភ្លើងទាំងអស់គ្នាផងដែរគុណអរគុណគុណសូមទូលថ្វាយការដែលយើងទូលសូមទាំងអស់នេះថ្វាយដាច់ដល់ព្រះនាមដែលមានគ្រប់ប្រជាស្ដាគឺព្រះនាមព្រះយេស៊ូវគ្រីស្ទនៅស្រុកណាសារ៉េតអាមែនគុណព្រះអង្គអូសូមព្រះវិញ្ញាណមកសន្ធិដ្ឋក្នុងពួកកូ